កូនមានឪពុកចំណងជាធម្មជាតិដែលកើតឡើងតាមគ្រាចំណងធ្វើឲ្យកូនកាត់ទុកបើកូនចង់ច្រើនកូនមានទុកច្រើនបើកូនចង់តិចកូនមានទុកតិចបើកូនមិនចង់ទេកូនក៏មិនមានទុកដែរប៉ុន្តែបើកូនចង់យ៉ាងត្រឹមត្រូវសេចក្តីចម្រើននឹងមានដល់កូនកូនមានឪពុកកូននៅទីកន្លែងណាក៏ដោយកូនចូលចាំទុកមិនត្រូវធ្វើខ្លួនឲ្យមានបញ្ហាត្រូវតែធ្វើខ្លួនឲ្យអស់បញ្ហាកុំរវល់ចាប់ទោសអ្នកដទៃហើយត្រូវតម្កល់ខ្លួនឯងទុកឲ្យប្រពៃមនុស្សល្អគឺមនុស្សដែលចេះទូន្មានខ្លួនឯងកូនមានឪពុកកូនមិនត្រូវនិន្ទានិយាយអាក្រក់ពីក្រោយអ្នកដទៃឡើយព្រោះបើគេបានដឹងរឿងហើយគេរមែងមានទុកនិងខឹងក្រោធមករកកូនវិញទោះបីនៅចំពោះមុខក៏ដោយបើកូនចង់និយាយអ្វីកូនត្រូវតាំងចិត្តមេត្តាឲ្យបានស្រួលបួលសិនសុំនិយាយកូនកុំភ្លេចគិតថាឪពុកម្ដាយគេឪពុកម្ដាយយើងបងប្អូនគេបងប្អូនយើងជាដើមនៅតែម្នាក់ឯងឲ្យប្រយ័ត្នគំនិតនៅជាមួយញាតិមិត្តឲ្យប្រយ័ត្នសម្ដីកូនមានឪពុកកូនកុំកបីកើតមកដើម្បីមានសេចក្តីទុក្ខលំបាកឡើយក្នុងវ័យក្មេងកូនត្រូវរកសេចក្តីសុខជាមួយនឹងការរៀនសូត្រព្រមដោយរៀនដឹងរឿងជីវិតក្នុងវ័យកំឡោះក្រមុំកូនត្រូវរកនៅសេចក្តីសុខជាមួយនឹងការកសាងជីវិតរៀបចំជីវិតទៅតាមការចេះដឹងក្នុងពេលគ្រប់គ្រងផ្ទះកូនត្រូវរកសេចក្តីសុខជាមួយនឹងជីវិតគ្រួសារក្នុងវ័យជរាកូនត្រូវរកនៅសេចក្តីសុខជាមួយនឹងសេចក្តីស្ងប់ផ្លូវចិត្តការបាននៅបញ្ញានាំមកនៅសេចក្តីសុខកូនមានឪពុកកូនក៏បីនឹកជានិច្ចនៅពេលដែលកូនមានការធុញទ្រាន់ក្នុងការរៀនសូត្រសូមកូនគិតថាការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសម្រេចការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសុខការរៀនសូត្រជាទ្វារចូលទៅរកជ័យជំនះវិជ្ជាទុកជាភ្នែកការប្រព្រឹត្តទុកជាជើងដើរកូនមានឪពុកបើកូនប្រាថ្នាជាមនុស្សល្អកូនគួរដឹងពេលវេលានិងគួរបប្រតិបត្តិឲ្យត្រូវពេលដល់ពេលញ៉ាំកូនត្រូវញ៉ាំដល់ពេលគេងកូនត្រូវគេងដល់ពេលក្រោកកូនត្រូវក្រោកដល់ពេលរៀនកូនត្រូវរៀនដល់ពេលលេងកូនសំលេងដល់ពេលដែលត្រូវធ្វើនៅអ្វីណាកូនត្រូវតែធ្វើនៅអ្វីនោះឲ្យពិតប្រាកដពេលវេលាទំពាស៊ីនៅសពសត្វកូនមានឪពុកបើកូនជួយខ្លួនឯងមិនបានអ្នកខុសគឺពុកនិងម៉ែតែបើកូនជួយខ្លួនឯងបានអ្នកដែលសប្បាយចិត្តជាងគេគឺឪពុកម្ដាយរបស់កូននឹងឯងពេលមានបញ្ហាតាក់ទងនឹងកូនត្រូវកូនរកហេតុនៃបញ្ហាហើយយកមកពិចារណាកែខៃកូនត្រូវដោះស្រាយបញ្ហាដោយបញ្ញាកុំដោះស្រាយបញ្ហាដោយការខឹងក្រោធឲ្យសោះនៅពេលខឹងមនុស្សយើងតែងតែល្ងងកូនមានឪពុកកូនកុំជាម្ចាស់បំណុលព្រោះធ្វើឲ្យកូនឯងជាទុក្ខកូនកុំចូលចិត្តខ្ចីរបស់របរប្រើប្រាស់សម្ពុតខោអាវអ្នកដទៃកូនត្រូវចាត់ចែងត្រៀមរៀបចំឲ្យមានព្រមបើមិនមាននិងមិនចាំបាច់ទេគឺមិនត្រូវប្រើនៅរបស់នោះឡើយមេរយាទល្អជាសម្បត្តិដ៏ប្រពៃកូនមានឪពុកបើកូនមិនចង់ឲ្យបែកមិត្តកូនកុំខ្ចីប្រាក់មិត្តឯការចូលចិត្តសុំរឹតតែកុំណាស់ទៅទៀតការលួចរបស់អ្នកដទៃខុសទាំងច្បាប់ខុសទាំងសិលធម៌កូនចូលចាំទុកថាទ្រព្យសម្បត្តិមាសប្រាក់របស់យើងចៅអាចលួចយកទៅបានតែចំណេះវិជ្ជានៅជាប់ជាមួយនឹងខ្លួនអ្នកណាក៏លួចយកទៅមិនបានដែរវិជ្ជាជាកំណត់ជាប់នឹងខ្លួនកូនមានឪពុកកូនកុំទៅផ្ទះគេញឹកញាប់ពេកព្រោះគេអាចធុញទ្រាន់មិនចង់ទទួលរឿងនេះកូនអាចសង្កេតបានខ្លួនឯងបើអ្នកណាមកផ្ទះយើងញយកូនក៏មិនពេញចិត្តដែរព្រោះឆ្នេះកូនមានឪពុកកុំទៅផ្ទះគេញឹកញាប់ពេកទៅរកគេឲ្យគេត្រេកអរនេះជាដំណើររបស់មនុស្សល្អកូនមានឪពុកបើកូនទៅផ្ទះអ្នកដទៃកុំចូលបន្ទប់ដេករបស់គេវាតែគេអនុញ្ញាតការចូលទៅហើយកុំរវីមរវាមរុះរើអ្វីឡើយហើយកូនមានតួនាទីសរសើរនៅអ្វីដែលកូនគួរសរសើរ
នាទីរបស់កូនក្នុងឋានៈជាភ្ញៀវគឺ1សម្ដែងការគោរពដល់បុគ្គលជាធំដែលគួរគោរព2ឲ្យការស្និទ្ធស្នាលនិងភាពជាមិត្តដល់អ្នកតូច3ឲ្យការរីករាយដល់ម្ចាស់ផ្ទះឬម្ចាស់កន្លែងនោះដោយពាក្យសរសើរត្រូវប្រយ័ត្នក្នុងការរិះគន់និន្ទានៅរឿងអ្វីមួយភ្ញៀវល្អដូចជាផ្កាដែលគេចូលចិត្តកូននៅឪពុកការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អបើកូនទៅណាមកណាកុំឲ្យគេរងចាំមុននឹងកូនទៅទីណាកូនត្រូវប្រាប់អ្នកធំក្នុងផ្ទះឬក្នុងកន្លែងនោះកាលគេបានដឹងហើយគេនឹងជួយទំនុកម្រងកូនក្នុងកិច្ចការដែលចាំបាច់សុជីវធម៌កើតមកពីការក្រែងចិត្តអ្នកដទៃកូននៅឪពុកកូននៅទីណាក៏ដោយមិនត្រូវសាងសត្រូវឡើយបើកូនជាមិត្តនឹងមនុស្សគ្រប់គ្នាមនុស្សគ្រប់គ្នាក៏ជាមិត្តជាមួយនឹងកូនដែរកូនចូលនឹករលឹកជានិច្ចថានៅលើផែនដីនេះបើយើងមានសត្រូវតែម្នាក់ក៏វាច្រើនណាស់ទៅហើយចូលកូនកំពេញចិត្តធ្វើឲ្យគេស្អប់ទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកដទៃឡើយសាងមិត្តកុំសាងសត្រូវកូនមានឪពុកបើអ្នកដទៃធ្វើខុសមកលើកូនចូលកូនកុំយកកំហឹងទៅទប់ទល់ឲ្យសោះកូនត្រូវឲ្យអភ័យហើយត្រូវសម្លឹងទៅរកសេចក្តីល្អរបស់គេឲ្យបានច្រើនបើកូនរកអំពើល្អរបស់គេមិនឃើញទេកូនត្រូវតែអាណិតគេព្រោះគេកំពុងតែមានគ្រោះកាចចូលកូនមាសឪពុកចាំទុកថាគេមានផ្នែកបែកមិនល្អកូនកុំខ្នើសកូនត្រូវជ្រើសរើសយកសល្អគេមានជាប្រយោជន៍ហើយប្រកម្មឈ្មោះនិព្វានខុសប៉ុន្មានជាបាបប្រគ្រោះរបស់គេការគ្រប់គ្រងចិត្តនាំមកនូវសេចក្តីសុខកូនមានឪពុកកូនកុំឆ្លោះជាមួយអ្នកដទៃកូនកុំនិយាយអាក្រក់ពីគេកូនកុំមើលងាយមើលថោកដល់អ្នកណាឡើយកូនកុំខឹងក្រោធដាក់អ្នកដទៃងាយបើកូនខឹងកូនត្រូវដើរទៅងូតទឹកទៅអាមជាភៅហើយកូនត្រូវទន្ទិញពាក្យថាឲ្យអភ័យអភ័យទានជាទានដល់ប្រសើរកូនមានឪពុកកូនត្រូវជួយអ្នកដទៃជួយដោយស្មោះត្រង់ជួយដោយការនិយាយជួយដោយការប្រឹក្សាជួយដោយកម្លាំងកាយក្នុងការងារដែលត្រឹមត្រូវការជួយអ្នកដទៃធ្វើឲ្យកូនបានសប្បាយចិត្តនៅពេលដែលការងារបានសម្រេចទឹកចិត្តល្អគឺជាទីប្រាថ្នារបស់មនុស្សក្នុងលោកសូមឲ្យកូនមានទឹកចិត្តល្អដល់មនុស្សសត្វទាំងឡាយទឹកចិត្តល្អប្រៀបដូចជាទឹកបរិសុទ្ធកូនមានឪពុកម្ដាយមានតែចាស់ទៅនឹងនៅចិញ្ចឹមកូនរហូតមិនបានឡើយកូនត្រូវរកវិជ្ជាជួយខ្លួនឯងបើកូនបានសុខឪពុកម្ដាយសប្បាយចិត្តណាស់ពុកនិងម៉ែតែប៉ុណ្ណេះចេះតែចាស់ប្រកបណាស់ច្បាស់ជាប្រត់ខាត់មិនបានកូនត្រូវខំនាំវិជ្ជាមកដាក់ប្រាណទើបកូនបានទីពំនឹងពឹងអាស្រ័យមនុស្សអត់វិជ្ជាដូចនាវាអត់ចង្កូតកូនមានឪពុកកូនចូលអប់រំចិត្តឲ្យចេះព្រមទទួលនៅសេចក្តីពិតនៃជីវិតកូនមិនចាំបាច់ចង់ឲ្យអ្វីនៅដដែលនោះទេព្រោះវាមិនបានដូចចង់ឡើយហើយការមិនបានដូចចង់ក៏ជាទុក្ខចូលកូនចាំទុកថាដរាបណាមនុស្សយើងមិនតន់ស្លាប់ទេដរាបនោះមនុស្សយើងរមែងបានជួបនៅរបស់ដែលប្រែប្រួលរហូតជានិច្ចមិនទំនាស់នឹងរបស់ពិតទៅបានសុខកូនមានឪពុកបើកូនស្អប់គេខ្លាំងកូនក៏មានទុក្ខខ្លាំងដែរបើកូនស្អប់គេតិចកូនក៏មានទុក្ខតិចដែរបើកូនមិនស្អប់គេទេកូនមិនមានទុក្ខឡើយការស្អប់គ្នានឹងគ្នាធ្វើឲ្យលោកនេះមានការបែកបាក់ព្រោះវាជាការទម្លាយគ្នានៅក្នុងលោកទាំងមូលចូលកូនកុំក្រោធកុំស្អប់គ្នាឡើយចូលកូនគិតថាក្រោធគឺល្ងងមោហោគឺឆ្កួតមិនក្រោធល្អជាងនឹងបានជាអ្នកមិនល្ងងមិនឆ្កួតបុរាណបានពោលថាបើឆ្កែខំកុំខំឆ្កែវិញកូនមានឪពុកមាសប្រាក់ដែលម៉ែរកមកឲ្យកូនសម្រាប់សិក្សារៀនសូត្រសូមឲ្យកូនចាយវាយ៉ាងប្រយ័ត្នកុំកបីខ្ជិះខ្ជាយឡើយចេះញ៉ាំចេះប្រើចេះទុកដាក់ជាដើម
ដូច្នេះកូនរមែងមិនលំបាកហើយតទៅកូននឹងអាចជួយអ្នកដទៃបានទៀតផងគំនិតចាត់ទុកជាលេខ1ជំនួយចាត់ទុកជាឧបករណ៍កូនមេឪពុកព្រះសម្មាសម្ពុទ្ធបានទូន្មានទុកមកថាយើងខ្សែគប់មនុស្សយ៉ាងណាយើងក៏ជាមនុស្សយ៉ាងនោះដោយនិទានអំពីសត្វសេកមួយគូសេកមួយទៅនៅនឹងតាបោះសត្វសេកមួយទៀតទៅនៅនឹងពួកចៅដោយតែឪធ្លាប់បាននិទានឲ្យកូនស្ដាប់ហើយគឺថាសេកមួយល្អសេកមួយអាក្រក់កូននឹងខ្សែគប់ជាមួយអ្នកណាត្រូវឲ្យប្រយ័ត្នប្រយែងកូនត្រូវគិតជានិច្ចថានឹងមិនយកសម្រាប់តាមមនុស្សអាក្រក់ឡើយមិនខ្សែគប់មិនមែនបានន័យថាស្អប់ទេកូនមេឪពុកកូននឹងរស់នៅក្នុងโลกនេះបានយ៉ាងមានសេចក្តីសុខដោយមេត្តាឲ្យសេចក្តីស្រឡាញ់និងប្រាថ្នាល្អចំពោះមិត្តករុណាជួយមិត្តមិនសង្ឃឹមការតបស្នងមុទិតាត្រេកអរតាមនៅពេលអ្នកដទៃបានសម្រេចឧបេក្ខាមានការសម្លឹងជាកណ្ដាលដោយស្មារតីនៅពេលជួយអ្វីគេមិនបានព្រោះសត្វលោករមែងប្រព្រឹត្តទៅតាមកម្មម្យ៉ាងទៀតកូនកុំញុះញង់ឲ្យគេតោះតេងគ្នាព្រះមវិហារជាជំរក់ដ៏ប្រសើររបស់ចិត្តកូនមេឪពុកកូនសាកសង្កេតមើលនឹងឃើញថាសេចក្តីទុក្ខវានឹងមកជួបយើងដោយមិនដឹងខ្លួនជាមុនព្រោះដូច្នេះយើងត្រៀមប្រឈមមុខជាមួយនឹងវាដោយការរៀនឲ្យស្គាល់សេចក្តីទុក្ខការបើសេចក្តីទុក្ខមកដល់ត្រូវចេះកែខៃស្ថានភាពឲ្យបានល្អឡើងហើយត្រូវគិតថាវានឹងកន្លងទៅកូនមេឪពុកត្រូវប្រាប់ខ្លួនឯងថាយើងកើតមកដើម្បីដោះស្រាយនឹងសេចក្តីទុក្ខបើកូនធ្វើគ្រប់យ៉ាងដោយសុចរិតប្រាថ្នាល្អដល់អ្នកដទៃហើយកូនមិនបន្ទោសខ្លួនឯងឡើយកូនមេឪពុកចំណង់ជាធម្មជាតិដែលកើតឡើងតាមគ្រាចំណង់ធ្វើឲ្យកូនកើតទុក្ខបើកូនចង់ច្រើនកូនមានទុក្ខច្រើនបើកូនចង់តិចកូនមានទុក្ខតិចបើកូនមិនចង់ទេកូនក៏មិនមានទុក្ខដែរប៉ុន្តែបើកូនចង់យ៉ាងត្រឹមត្រូវសេចក្តីចម្រើននឹងមានដល់កូនកូនត្រូវគិតឲ្យស្រួលបួលកុំរសេមរសាមកូនត្រូវឲ្យច្បាស់លាស់ក្នុងការងារសុចរិតហើយត្រូវប្រព្រឹត្តតាមសន្យាកូនកុំជាមនុស្សលេះលោះឡើយបើកូនធ្វើខុសកូនត្រូវចេះសូមអភ័យទោសរួចហើយកូនត្រូវតែប្រឹងប្រែងកុំឲ្យខុសលើក្រោយទៀតកុំហុសទុកជាគ្រូតែកុំខុសដដែលកូនមេឪពុកកូនចូលចាំទុកថាការអនុគ្រោះដ៏ក្រៃលែងជាទីបំផុតគឺការឲ្យអភ័យរីឯការទទួលដែលសមគួរបំផុតសម្រាប់នោះយើងគឺការទទួលធម្មទានដើម្បីយកមកបដិបត្តិធម៌រមែងរក្សានៅអ្នកប្រព្រឹត្តធម៌កូនមេឪពុកសេចក្តីអត់ធន់ចំពោះការសិក្សារកការចេះដឹងប្រសើរជាងសេចក្តីអត់ធន់ចំពោះភាពតល់ក្រកូនរបស់ឪចូលអត់ធន់នឹងការប្រឹងប្រែងតស៊ូក្នុងការសិក្សារៀនសូត្ររៀនដឹងរបស់ផ្សេងៗនៅជុំវិញជីវិតហើយនាំយកការចេះដឹងមកប្រកបការងារដើម្បីកុំឲ្យជួបប្រទះនៅភាពក្រលំបាកនិងដែលជាការសំខាន់ណាស់ទៅទៀតនោះគឺកូនអាចនឹងជួយអ្នកដទៃបានកើតមកជាមនុស្សត្រូវកសាងសមត្ថភាពកូនមេឪពុកវិធីដែលនឹងធ្វើឲ្យកូនបានជាមនុស្សឆ្លាតនិងចេះដឹងសពគ្រប់នោះមិនជាការលំបាកឡើយគឺគ្រាន់តែកូនអានសិភៅរាល់ថ្ងៃហើយនៅពេលអាននោះកូនត្រូវមានចិត្តតាំងមាំផងការអានសិភៅជាអង្គប្រកបមួយខាងក្រៅនៅមានអង្គប្រកបមួយទៀតដែលជាខាងក្នុងគឺយោនិសោមនសិកាបានដល់ការពូកែគិតក្នុងហេតុផលអង្គប្រកបទាំងពីរនេះនាំឲ្យបានចម្រើននៅបញ្ញាកូនមេឪពុកកូនចូលចាំទុកថាសេចក្តីទុកនោះឯងវាខ្លាចស្នាមញញឹមណាស់គ្រាន់តែកូនញញឹមតែបន្តិចប៉ុណ្ណោះសេចក្តីទុកក៏គេចខ្លួនបាត់ទៅហើយតែកូនដឹងទេថាសេចក្តីទុកនោះវាចូលចិត្តអ្វីគឺសេចក្តីទុកចូលចិត្តមនុស្សណាដែលសម្លឹងមើលលោកនេះក្នុងផ្នែកអាក្រក់ដូច្នេះកូនត្រូវចេះសម្លឹងមើលលោកនេះក្នុងផ្នែកល្អផ្នែកល្អបំផុតក្នុងលោកគឺសេចក្តីពិតសេចក្តីពិតមានរសឆ្ងាញ់លើសអស់រសទាំងពួងកូនមានឪពុកពេលវេលាមិនធ្លាប់នៅស្ងៀមឡើយកូនឪក៏ដូចគ្នាដែរកុំបញ្ឈប់ការព្យាយាមឲ្យសោះព្រោះបើកូនឈប់ព្យាយាមពេលណាជីវិតកូនក៏ដូចជាស្លាប់ពេលនោះដែរប្រៀបដូចជានាឡិកាដែលអស់ថ្មវារមែងងាប់
គឺឈប់ដើរអញ្ចឹងឯងជាជាមនាំឲ្យឆ្លងរួចពីអន្លង់ទុក្ខកូនមានឪពុកបើកូនរងចាំនៅអ្វីមួយកូនត្រូវមានចិត្តត្រជាក់ជាប្រក្រតីកូនត្រូវជាមនុស្សចេះអត់ធន់រងចាំបានដោយមិនអន្ទះសាមិនមានមនុស្សណាក្នុងโลกនេះដែលមិនធ្លាប់រងចាំនោះឡើយព្រោះការរងចាំជាសន្តាននៃចិត្តរបស់មនុស្សគ្រប់គ្នាតែសូមឲ្យកូនពូកែក្នុងការរងចាំកូនត្រូវរករបស់ណាដែលមានប្រយោជន៍ដល់ជីវិតធ្វើកំដរក្នុងរវាងការរងចាំនោះទៅដូចជាការអានសិភៅឬការសរសេរអត្ថបទកំណាព្យជាដើមកុំទំនេរក្នុងកិច្ចការព្រោះថាពេលវេលាមិនសម្បូរឡើយកូនមានឪពុកចូលកូនដឹងទុកជាមុនចុះថារបស់4យ៉ាងជារបស់សុំបានដោយលំបាកជារបស់ដែលមិនងាយសូមបានតាមបំណងឡើយគឺ1សូមមាសប្រាក់ទ្រព្យសម្បត្តិ2សូមយសនិងបរិវារ3សូមការរស់នៅអស់កាលយូរអង្វែង4ក្រោយពីស្លាប់សូមឲ្យបានទៅកាន់សុគតិភពទាំង4នេះកូនមាសឪពុកមិនត្រូវសូមពីអ្នកណាឡើយតែត្រូវតែធ្វើយកដោយខ្លួនឯងអ្វីក្នុងโลกក្រមែងកើតអំពីហេតុកូនមាសឪពុកកូនចូលចាំទុកថាគ្រប់យ៉ាងកើតពីការធ្វើរបស់យើងបើកូនធ្វើល្អកូននឹងបានទទួលផលល្អបើកូនធ្វើមិនល្អទេកូនក៏នឹងបានទទួលនៅផលមិនល្អដែរពាក្យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នៅតែត្រឹមត្រូវនឹងពិសោធន៍បានគ្រប់ពេលវេលាសត្វលោករមែងប្រព្រឹត្តទៅតាមកម្មកូនមានឪពុកធ្លាប់ចាញ់អ្នកដទៃប៉ុន្តែឪពុកមិនធ្លាប់រួញរាថយក្រោយទេកូនមានឪពុកក៏ដូចគ្នាដែរទោះបីចាញ់ក៏កុំរួញរាថយក្រោយឡើយហើយកូនឪនឹងបានឈ្នះកាលដែលកូនឪបានឈ្នះចូលកូនកុំមើលងាយអ្នកចាញ់ឲ្យសោះព្រោះការមើលងាយជាចំណុចខ្សោយរបស់អ្នកឈ្នះព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាអ្នកឈ្នះតែងប្រទះនៅពីអ្នកចាញ់រមែងដេកជាទុក្ខដូច្នេះចូលកូនចាំទុកថាមិនមានការតស៊ូណាឲ្យប្រសើរជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងឡើយកូនមានឪពុកតើកូនមាននឹកឃើញសេចក្តីស្រឡាញ់របស់ម៉ែមកលើកូនដែរទេម៉ែបានដាក់ទានឲ្យកូនជានិច្ចរាល់ថ្ងៃម៉ែព្រមទទួលការលំបាកគ្រប់យ៉ាងជំនួសកូនម៉ែរងចាំបម្រើកូនជានិច្ចតាំងពីកូនកើតមកម៉ែបំបីដោះកូនថ្នមកូនចិញ្ចឹមកូនជានិច្ចម៉ែភ័យញើអស់សពខ្លួននៅពេលដែលកូនឈឺម្ដងម៉ែជាគ្រូបង្រៀនកូនឲ្យចេះជប់នោមចេះហូបចុកចេះស្លៀកពាក់បង្រៀនកូនឲ្យចេះអង្គុយចេះឈរចេះដើរចេះនិយាយឡាក់ម៉ែជាគ្រូបង្វឹកគ្រប់យ៉ាងតាំងពីកូនកើតម្កម្ល៉េះម៉ែទិញរបស់ឲ្យកូនលេងទិញនំឲ្យកូនញ៉ាំម៉ែជួយរៀបចំឧបករណ៍សិក្សាឲ្យកូនម៉ែជាធនាគារបើកប្រាក់ឲ្យកូនគ្រប់ពេលម៉ែជួយរៀបចំឲ្យកូនបានសុខស្រួលគ្រប់យ៉ាងម៉ែបានអប់រំកូនឲ្យមានកិរិយាមារយាទល្អម៉ែបានទូលមានកូនគ្រប់យ៉ាងចំពោះកិច្ចការប្រចាំថ្ងៃម៉ែព្យាយាមដាស់កូនឲ្យក្រោករៀងរាល់ព្រឹកម៉ែប្រាប់ឲ្យកូនងូតទឹកម៉ែដោះក្អែលឲ្យកូនម៉ែសិតសក់ឲ្យកូនតែងខ្លួនឲ្យកូនម៉ែដឹកនាំឲ្យកូនចេះសុភាពរាបសារម៉ែដាស់តឿនកូនកុំឲ្យនិយាយអាក្រក់ម៉ែរំលឹកកូនគ្រប់យ៉ាងនិងគ្រប់ពេលវេលាកូនមានឪពុកកូនត្រូវចាំទុកចូលកូនកុំប្រព្រឹត្តខ្លួនជាមនុស្សអួតមានជីវិតយើងរស់នៅបានសុខមិនមែនព្រោះមានទេតែយើងមានជីវិតរស់នៅជាប្រក្រតីក្នុងសេចក្តីសុខទៅបានព្រោះមានការអត់ធន់ស្មោះត្រង់ម៉ត់ចត់ម៉ាត់ឆ្យាត់ជាជាមមិនតម្កើងខ្លួននិងជាមនុស្សកតញ្ញូមនុស្សមិនមែនមានអាយុវែងព្រោះទ្រព្យឡើយកូនមានឪពុកកាលណាកូនឃើញអ្នកដទៃមានទ្រព្យជាងយើងចូលកុំអ៊ីសាចំណែកនឹងគេកូនចូលមើលអ្នកដែលក្រជាងយើងផងគឺមានច្រើនណាស់ចូលកូនត្រេកអរជាមួយអ្នកដែលមានជាងយើងពេលណាកូនឃើញអ្នកដទៃក្រលំបាកជាងកូនចូលមានមេត្តា
កុំសម្លុតកំហែងអ្នកដែលក្រីក្រលំបាកនោះឡើយកូនត្រូវជួយគេតាមដែលអាចជួយទៅបានមនុស្សល្អឬមិនល្អមិនបានវាស់គ្នាដោយមានដោយក្រនោះទេគឺត្រូវវាស់គ្នាដោយទឹកចិត្តវាស់ដោយការប្រព្រឹត្តកូនមេឪពុកចូលកូនពិចារណានៅកំណាព្យនេះរូបសល្អរាងគួរស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជរាឯចិត្តល្អជាមិនចាស់ឡើយកូនមេឪពុកចូលកំភ្លេចធัวថ្លៃជាងទឹកនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បាយកូនហើយព្រះធัวមិនចេះឈឺបើកូនរៀនធัวអប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេចិត្តភ្លឺខ្លាំងជាងសូរិយាភ្លឺដោយបញ្ញាចិត្តទំនេរកើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៍ឯចិត្តទំនេរផុតទុក្ខអើងចិត្តល្អមិនជរាព្រះធម្មាមិនចេះឈឺខាត់ចិត្តឲ្យបានភ្លឺមានពន្លឺផុតក្តីស្លាប់កូនមេឪពុកម្ដាយសប្បាយចិត្តណាស់ដែលបានឃើញកូនប្រព្រឹត្តល្អប៉ុន្តែឪពុកម្ដាយក៏ខូចចិត្តណាស់ដែរព្រោះតែកូនប្រព្រឹត្តមិនល្អចូលកូនពុកកុំបណ្ដោយឲ្យចំណង់ដែលចង់មានចង់បាននិងចង់រស់អូសទាញកូនទម្លាក់ជ្រោះនៃសេចក្តីវិន័យឡើយឲ្យសូមឲ្យកូនមានសម្បជញ្ញៈកសាងខ្លួនកូនមេឪពុកបើកូនស្រឡាញ់ម៉ែឪនឹងការកូនពិចារណាទៅហើយបានដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដល់ក្រៃលែងនោះកូនត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អឪពុកសូមប្រគល់ពាក្យទាំងនេះឲ្យដល់កូន1កូនចូលចាំទុកថាការមិនតស៊ូក្នុងករណីខ្លះគឺជាវីរភាពដ៏ធំធេងក្រៃលែងជាងការតស៊ូយកស្លាប់យករស់ទៅទៀត2កូនចូលកំរើសយករបស់ដែលពេញចិត្តដោយអំណាចនៃចំណង់របស់ខ្លួនតែកូនត្រូវរើសយកនៅរបស់នោះដោយសតិបញ្ញាកូនត្រូវពិចារណាដល់ប្រយោជន៍និងទោសនៃរបស់នោះមុននឹងសម្រេចចិត្តថាយក3កូនត្រូវកុំក្រោធខឹងជាមួយនឹងមនុស្សដែលធ្វើមិនល្អឲ្យសោះតាមពិតគេនោះក៏ចង់ល្អដែរគ្រាន់តែគេមិនបានយល់ច្បាស់ថាអ្វីជាសេចក្តីល្អអ្វីជាសេចក្តីអាក្រក់ឲ្យបានពិតប្រាកដតែប៉ុណ្ណោះ4កូនត្រូវដឹងថាក្នុងโลกនេះកម្ររោគអ្នកដែលចេះត្រេកអរនឹងពាក្យបន្ទោសណាស់ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយយ៉ាងទៀតបើកូនចង់តេះដៀលឲ្យអ្នកណាកូនត្រូវសម្លឹងមើលខ្លួនឯងជាមុនកុំឲ្យគេស្ដីបកមករកវិញ5មាសប្រាក់ដែលកូនមានបើចាយណាស់រឹតតែអស់ណាស់ចំណែកទៅជាវិញនោះរឹតតែប្រើរឹតតែចម្រើន6កូនចូលចាំទុកថាមាសប្រាក់ជារបស់ក្រៅខ្លួនមេដាបិតាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូន7កូនចូលធ្វើគ្រប់យ៉ាងដោយសុចរិតការបើមានសុចរិតចិត្តរមែងស្អាតតែបើមាននៅទុច្ចរិតវិញចិត្តរមែងសៅហ្មង8ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយប្រគល់ឲ្យកូននោះទេចំណេះដឹងនឹងការប្រព្រឹត្តល្អតែប៉ុណ្ណោះដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់9ចុងបំផុតនៃសេចក្តីលោភលន់មិនចេះគ្រប់គ្រាន់គឺសេចក្តីទុក្ខ10អ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃគឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌ការឲ្យអភ័យដល់សត្រូវគឺជាការសាងមិត្ត11បើអ្នកដទៃបោកបញ្ឆោតយើងអាចដឹងបានដោយងាយនិងដោះស្រាយក៏បានដោយងាយដែរតែបើកូនបញ្ឆោតខ្លួនឯងវិញគឺដឹងបានដោយលំបាកដោះស្រាយក៏បានដោយកម្រណាស់ដែរ12កូនចូលចាំនៅអ្វីដែលគួរចាំចូលភ្លេចនៅអ្វីដែលគួរភ្លេចគួរធ្វើនៅអ្វីដែលគួរធ្វើនឹងត្រូវដឹងថាការងារណាដែលគួរធ្វើមុនការងារណាដែលគួរធ្វើក្រោយ13ប្រសិនបើកូនដួលព្រោះការឈានដើរទៅខាងមុខវាប្រសើរជាងកូននៅឈរត្រឹងមួយកន្លែង
ព្រោះបើកូនឈរត្រឹងមួយកន្លែងកូននឹងដួលនៅត្រង់កន្លែងនោះឯងហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាន្តកូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទីកូនត្រូវចាំទុកថាជីវិតកើតមកដើម្បីទ្រាំគឺការអត់ធន់តស៊ូ14មិនថាមនុស្សឬសត្វតិរិឆានសុទ្ធតែត្រូវការស្ដាប់ពាក្យផ្អែមល្ហែមពាក្យទន់ភ្លន់កូនមេឪពុកក៏ដូចគ្នាគួរនិយាយពាក្យទន់ភ្លន់ផ្អែមល្ហែមដល់អ្នកដទៃកាលបើកូននិយាយពាក្យពីរោះចំពោះអ្នកដទៃកូននឹងបានទទួលនៅពាក្យពីរោះពីអ្នកដទៃវិញកាលបើកូនទន់ភ្លន់ដាក់អ្នកដទៃក៏ទន់ភ្លន់ដាក់កូនវិញដែរ15ភ្លេចអ្វីអាចភ្លេចបានតែកុំភ្លេចខ្លួនខូចអ្វីដទៃក៏ខូចចុះតែត្រូវប្រយ័ត្នកុំឲ្យខ្លួនជាមនុស្សខូច16ការធ្វើរបស់កូនពេលខ្លះមិនទាំងពេញចិត្តរបស់ខ្លួនកូនឯងផងតើនឹងឲ្យអ្នកដទៃធ្វើនៅអ្វីត្រូវចិត្តរបស់កូនបានរហូតនោះយ៉ាងដូចម្តេចទៅការកូនគិតឃើញដូច្នេះហើយកូននឹងមិនខឹងក្រោធជាមួយអ្នកដទៃឡើយ17កូននៅឪពុកធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយអ្នកណាធ្វើយ៉ាងណាត្រូវបានទទួលយ៉ាងនោះតែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថាដោយច្រើនមនុស្សយើងមិនចេះទទួលយកនៅឱកាសនោះមកកសាងខ្លួនឬយកមកកែខ្លួនតែប៉ុណ្ណោះឯង18កូនចោលអ្វីផ្សេងបានតែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះព្រោះក្នុងโลกនេះមិនមានអ្នកណាជាទីពឹងរបស់កូនក្រៅពីខ្លួនកូនឯងឡើយ19កូនត្រូវដឹងថាអ្នកក្លាហានគឺអ្នកដែលអាចបង្កប់ខ្លួនឯងបានជាចវាយនាយលើខ្លួនឯងមិនមែនមានតណ្ហាឬសេចក្តីក្រោធខឹងជាចវាយនាយឡើយ20កូនកើតមកជាមនុស្សហើយត្រូវព្យាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុតព្រោះកូនមិនងាយបានជួបនៅឱកាសល្អដូចនេះឡើយកូនដាំដំណាំបំរុងឫសតែបើដាំមនុស្សបំរុងសិលចង់ឆ្លងចាក់ទុកត្រូវកុំខ្ជិលខូចខែលដឹងខុសត្រូវកែខ្លួន21មានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯងដែលអាចរក្សាខ្លួនទុកឲ្យប្រពៃបានកូនឪពុកត្រូវរក្សាខ្លួនដោយប្រយ័ត្នប្រយែងជាទីបំផុតព្រោះមិនមានអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយ22កូនត្រូវដឹងថាក្នុងโลกនេះរមែងមានរឿងដែលសម្រាប់ឲ្យយើងមានសេចក្តីអត់ធន់កាលបើកូនអត់ធន់បានកូននឹងសម្រេចផលល្អប្រៀបដូចថ្នាំគ្រុននៅពេលញ៉ាំវារមែងល្វីងប៉ុន្តែផលរបស់វាគឺត្រជាក់ខ្លួនបាត់គ្រុនភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្្លាត់មិនតាន់ធ្លាក់ជ្រៅប្រឹងឡើងណាពើកុំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសុខសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះក្នុងโลกនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននិងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើតខន្តីដោយឆ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកត្រង់ណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណកប់ហោង23បុរាណបានពោលថាចោរលួចប្លន់ទ្រព្យសម្បត្តិមិនស្មើនឹងភ្លើងឆេះផ្ទះភ្លើងឆេះផ្ទះមិនស្មើនឹងចាញ់លបែងភ្នល់ចាញ់លបែងភ្នល់មិនស្មើនឹងជាប់គ្រឿងញៀនចោរប្លន់នៅសល់ផ្ទះអស់ប្រាក់មាសមិនជាអ្វីឆេះផ្ទះនៅសល់ដីអត់បាយឆីដីលក់បានចាញ់លបែងនៅជីវិតបើចេះគិតវិលវិញថ្កានញៀនឆ្នាំប្រចាំប្រាណកែលែងបានស្លាប់ទាំងរស់24
មេឃុំចូលចិត្តរបស់ក្រអូបរបស់ផ្អែមឯចំណែកសត្វរុយវិញរមែងចូលចិត្តរបស់ស្អុយរបស់រលួយកូនអ្នកឪពុកបើកូនចូលចិត្តរបស់ដែលមិនល្អគឺខ្សែគប់មនុស្សមិនល្អគិតមិនល្អនិយាយមិនល្អធ្វើមិនល្អនឹងទៅកម្មស្ថានទីដែលមិនល្អហើយកូនក៏ប្រៀបដូចជាសត្វរុយអញ្ចឹងឯងបើកូនគិតល្អនិយាយល្អធ្វើល្អគប់មិត្តល្អនឹងទៅកាន់ទៅស្ថានទីណាដែលល្អល្អកូនក៏ប្រកបដូចជាមេឃុំដោយពិតបើកូនជាមេឃុំកូនរមែងបានជួបជាមួយនឹងផ្កាគឺជាខ្សែអត្ថសម្ដែងព្រះធម៌កូនមេឪពុកខ្សែលេខ2ក្នុងចំហៀងទី1កូនមេឪពុកបើកូនរងចាំនៅអ្វីមួយកូនត្រូវមានចិត្តត្រជាក់ជាប្រក្រតីកូនត្រូវជាមនុស្សចេះអត់ធន់រងចាំបានដោយមិនអន្ទះសាមិនមានមនុស្សណាក្នុងโลกនេះដែលមិនធ្លាប់រងចាំនោះឡើយព្រោះការរងចាំជាសន្តាននៃចិត្តរបស់មនុស្សគ្រប់គ្នាតែសូមឲ្យកូនពូកែក្នុងការរងចាំកូនត្រូវរករបស់ណាដែលមានប្រយោជន៍ដល់ជីវិតធ្វើកំដរក្នុងរវាងការរងចាំនោះទៅដូចជាការអានសិភៅឬការសរសេរអត្ថបទកំណាព្យជាដើមកុំទំនេរក្នុងកិច្ចការព្រោះថាពេលវេលាមិនសម្បូរឡើយកូនអ្នកឪពុកចូលកូនដឹងទុកជាមុនចុះថារបស់4យ៉ាងជារបស់សុំបានដោយលំបាកជារបស់ដែលមិនងាយសូមបានតាមបំណងឡើយគឺ1សូមមាសប្រាក់ទ្រព្យសម្បត្តិ2សូមយសនិងបរិវារ3សូមការរស់នៅអស់កាលយូរអង្វែង4ក្រោយពីស្លាប់សូមឲ្យបានទៅកម្មសុគតិភពទាំង4នេះកូននេះឪពុកមិនត្រូវសូមពីអ្នកណាឡើយតែត្រូវតែធ្វើយកដោយខ្លួនឯងអ្វីក្នុងលោករមែងកើតអំពីហេតុកូននេះឪពុកកូនចូលចាំទុកថាគ្រប់យ៉ាងកើតពីការធ្វើរបស់យើងបើកូនធ្វើល្អកូននឹងបានទទួលផលល្អបើកូនធ្វើមិនល្អទេកូនក៏នឹងបានទទួលនៅផលមិនល្អដែរពាក្យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នៅតែត្រឹមត្រូវនឹងពិសោធន៍បានគ្រប់ពេលវេលាសត្វលោករមែងប្រព្រឹត្តទៅតាមកម្មកូនអ្នកឪពុកធ្លាប់ចាញ់អ្នកដទៃប៉ុន្តែឪពុកមិនធ្លាប់រួញរាថយក្រោយទេកូនអ្នកឪពុកក៏ដូចគ្នាដែរទោះបីចាញ់ក៏កុំរួញរាថយក្រោយឡើយហើយកូនឪនឹងបានឈ្នះកាលដែលកូនឪបានឈ្នះចូលកូនកុំមើលងាយអ្នកចាញ់ឲ្យសោះព្រោះការមើលងាយជាចំណុចខ្សោយរបស់អ្នកឈ្នះព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាអ្នកឈ្នះតែងប្រទះនៅទីអ្នកចាញ់រមែងដេកជាទុក្ខដូច្នេះចូលកូនចាំទុកថាមិនមានការតស៊ូណាឲ្យប្រសើរជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងឡើយកូនអ្នកឪពុកតើកូនមាននឹកឃើញសេចក្តីស្រឡាញ់របស់ម៉ែមកលើកូនដែរទេម៉ែបានដាក់ទានឲ្យកូនជានិច្ចរាល់ថ្ងៃម៉ែព្រមទទួលការលំបាកគ្រប់យ៉ាងជំនួសកូនម៉ែរងចាំបម្រើកូនជានិច្ចតាំងពីកូនកើតមកម៉ែបំបីដោះកូនថ្នមកូនចិញ្ចឹមកូនជានិច្ចម៉ែភ័យញើអស់សពខ្លួននៅពេលដែលកូនឈឺម្ដងម៉ែជាគ្រូបង្រៀនកូនឲ្យចេះជុះនោមចេះហូបចុកចេះស្លៀកពាក់បង្រៀនកូនឲ្យចេះអង្គុយចេះឈរចេះដើរចេះនិយាយឡាក់ម៉ែជាគ្រូបង្វឹកគ្រប់យ៉ាងតាំងពីកូនកើតមកម្ល៉េះម៉ែទិញរបស់ឲ្យកូនលេងទិញនំឲ្យកូនញ៉ាំម៉ែជួយរៀបចំឧបករណ៍សិក្សាឲ្យកូនម៉ែជាធនាគារបើកប្រាក់ឲ្យកូនគ្រប់ពេលម៉ែជួយរៀបចំឲ្យកូនបានសុខស្រួលគ្រប់យ៉ាងម៉ែបានអប់រំកូនឲ្យមានកិរិយាមារយាទល្អម៉ែបានទូលមានកូនគ្រប់យ៉ាងចំពោះកិច្ចការប្រចាំថ្ងៃម៉ែជាយាមដាស់កូនឲ្យក្រោករៀងរាល់ព្រឹកម៉ែប្រាប់ឲ្យកូនងូតទឹកម៉ែដោះក្អែលឲ្យកូនម៉ែសិតសក់ឲ្យកូនតែងខ្លួនឲ្យកូនម៉ែដឹកនាំឲ្យកូនចេះសុភាពរាបសារម៉ែដាស់តឿនកូនកុំឲ្យនិយាយអាក្រក់ម៉ែរំលឹកកូនគ្រប់យ៉ាងនិងគ្រប់ពេលវេលាកូនអ្នកឪពុកកូនត្រូវចាំទុក
ចូលកូនកុំប្រព្រឹត្តខ្លួនជាមនុស្សអួតមានជីវិតយើងរស់នៅបានសុខមិនមែនព្រោះមានទេតែយើងមានជីវិតរស់នៅជាប្រក្រតីក្នុងសេចក្តីសុខទៅបានព្រោះមានការអត់ធន់ស្មោះត្រង់ម៉ត់ចត់ម៉ាត់ស្យាត់ជាយាមមិនតម្កើងខ្លួននិងជាមនុស្សកតញ្ញូមនុស្សមិនមែនមានអាយុវែងព្រោះទ្រព្យឡើយកូនអ្នកឪពុកកាលណាកូនឃើញអ្នកដទៃមានទ្រព្យជាងយើងចូលកុំអ៊ីសាចំណែកនឹងគេកូនចូលមើលអ្នកដែលក្រជាងយើងផងគឺមានច្រើនណាស់ចូលកូនត្រេកអរជាមួយអ្នកដែលមានជាងយើងពេលណាកូនឃើញអ្នកដទៃក្រលំបាកជាងកូនចូលមានមេត្តាកុំសម្លឹកកំហែងអ្នកដែលក្រីក្រលំបាកនោះឡើយកូនត្រូវជួយគេតាមដែលអាចជួយទៅបានមនុស្សល្អឬមិនល្អមិនបានវាស់គ្នាដោយមានដោយក្រនោះទេគឺត្រូវវាស់គ្នាដោយទឹកចិត្តវាស់ដោយការប្រព្រឹត្តកូនអ្នកឪពុកចូលកូនពិចារណានៅកំណាព្យនេះរូបសល្អរៀងគួរស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជារាឯចិត្តល្អជាមិនចាស់ឡើយកូននេះឪពុកចូលកុំភ្លេចធัวថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បាយកូនអើយព្រះធัวមិនចេះឈឺបើកូនរៀនធัวអប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេចិត្តភ្លឺខ្លាំងជាងសូរិយាភ្លឺដោយបញ្ញាចិត្តទំនេរកើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៍ឯចិត្តទំនេរផុតទុកអោងចិត្តល្អមិនជរាព្រះធម្មាមិនចេះឈឺខាត់ចិត្តឲ្យបានភ្លឺមានពន្លឺផុតក្តីស្លាប់កូនមានឪពុកម្ដាយសប្បាយចិត្តណាស់ដែលបានឃើញកូនប្រព្រឹត្តល្អប៉ុន្តែឪពុកម្ដាយក៏ខូចចិត្តណាស់ដែរព្រោះតែកូនប្រព្រឹត្តមិនល្អចូលកូនពុកកុំបណ្ដោយឲ្យចំណង់ដែលចង់មានចង់បាននិងចង់រស់អូសទាញកូនទម្លាក់ជ្រោះនៃសេចក្តីវិន័យឡើយឲ្យសូមឲ្យកូនមានសម្បជញ្ញៈកសាងខ្លួនកូនមានឪពុកបើកូនស្រឡាញ់ម៉ែឪនឹងការកូនពិចារណាទៅហើយបានដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដល់ក្រៃលែងនោះកូនត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អឪពុកសូមប្រគល់ពាក្យទាំងនេះឲ្យដល់កូន1កូនចូលចាំទុកថាការមិនតស៊ូក្នុងករណីខ្លះគឺជាវីរភាពដ៏ធំធេងក្រៃលែងជាងការតស៊ូយកស្លាប់យករស់ទៅទៀត2កូនចូលកុំរើសយករបស់ដែលពេញចិត្តដោយអំណាចនៃចំណង់របស់ខ្លួនតែកូនត្រូវរើសយកនៅរបស់នោះដោយសតិបញ្ញាកូនត្រូវពិចារណាដល់ប្រយោជន៍និងទុក្ខនៃរបស់នោះមុននឹងសម្រេចចិត្តថាយក3កូនត្រូវកុំក្រោតខឹងជាមួយនឹងមនុស្សដែលធ្វើមិនល្អឲ្យសោះតាមពិតគេនោះក៏ចង់ល្អដែរគ្រាន់តែគេមិនបានយល់ច្បាស់ថាអ្វីជាសេចក្តីល្អអ្វីជាសេចក្តីអាក្រក់ឲ្យបានពិតប្រាកដតែប៉ុណ្ណោះ4កូនត្រូវដឹងថាក្នុងលោកនេះកម្ររោគអ្នកដែលចេះត្រេកអរនឹងពាក្យបន្ទោសណាស់ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយយ៉ាងទៀតបើកូនចង់តេះដៀលឲ្យអ្នកណាកូនត្រូវសម្លឹងមើលខ្លួនឯងជាមុនកុំឲ្យគេស្ដីបកមករកវិញ5មាសប្រាក់ដែលកូនមានបើចាយណាស់រឹតតែអស់ណាស់ចំណែកទៅជាវិញនោះរឹតតែប្រើរឹតតែចម្រើន6កូនចូលចាំទុកថាមាសប្រាក់ជារបស់ក្រៅខ្លួនមេដាបិតាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូន7កូនចូលធ្វើគ្រប់យ៉ាងដោយសុចរិតការបើមានសុចរិតចិត្តរមែងស្អាតតែបើមាននៅទុច្ចរិតវិញចិត្តរមែងសៅហ្មង8ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយប្រគល់ឲ្យកូននោះទេចំណេះដឹងនឹងការប្រព្រឹត្តល្អតែប៉ុណ្ណោះដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់9ចុងបំផុតនៃសេចក្តីលោភលន់មិនចេះគ្រប់គ្រាន់គឺសេចក្តីទុក្ខ10អ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃគឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌ការឲ្យអភ័យដល់សត្រូវ
គឺជាការសាងមិត្ត11បើអ្នកដតីបើបញ្ឆោតយើងអាចដឹងបានដោយងាយនិងដោះស្រាយក៏បានដោយងាយដែរតែបើកូនបញ្ឆោតខ្លួនឯងវិញគឺដឹងបានដោយលំបាកដោះស្រាយក៏បានដោយកម្រណាស់ដែរ12កូនចូលចាំនៅអ្វីដែលគួរចាំចូលភ្លេចនៅអ្វីដែលគួរភ្លេចគួរធ្វើនៅអ្វីដែលគួរធ្វើនឹងត្រូវដឹងថាការងារណាដែលគួរធ្វើមុនការងារណាដែលគួរធ្វើក្រោយ13ប្រសិនបើកូនដួលព្រោះការឈានដើរទៅខាងមុខវាប្រសើរជាងកូននៅឈរត្រឹងមួយកន្លែងព្រោះបើកូនឈរត្រឹងមួយកន្លែងកូននឹងដួលនៅត្រង់កន្លែងនោះឯងហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាន្តកូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទីកូនត្រូវចាំទុកថាជីវិតកើតមកដើម្បីទ្រាំគឺការអត់ធន់តស៊ូ14មិនថាមនុស្សឬសត្វតិរិឆានសុទ្ធតែត្រូវការស្ដាប់ពាក្យផ្អែមល្ហែមពាក្យទន់ភ្លន់កូនមេឪពុកក៏ដូចគ្នាគួរនិយាយពាក្យទន់ភ្លន់ផ្អែមល្ហែមដល់អ្នកដទៃកាលបើកូននិយាយពាក្យពីរោះចំពោះអ្នកដទៃកូននឹងបានទទួលនៅពាក្យពីរោះពីអ្នកដទៃវិញកាលបើកូនទន់ភ្លន់ដាក់អ្នកដទៃក៏ទន់ភ្លន់ដាក់កូនវិញដែរ15ភ្លេចអ្វីអាចភ្លេចបានតែកុំភ្លេចខ្លួនខូចអ្វីដទៃក៏ខូចចោលតែត្រូវប្រយ័ត្នកុំឲ្យខ្លួនជាមនុស្សខូច16ការធ្វើរបស់កូនពេលខ្លះមិនទាំងពេញចិត្តរបស់ខ្លួនកូនឯងផងតើនឹងឲ្យអ្នកដទៃធ្វើនៅអ្វីត្រូវចិត្តរបស់កូនបានរហូតនោះយ៉ាងដូចម្តេចទៅការកូនគិតឃើញដូច្នេះហើយកូននឹងមិនខឹងក្រោធជាមួយអ្នកដទៃឡើយ17កូនអ្នកឪពុកធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយអ្នកណាធ្វើយ៉ាងណាត្រូវបានទទួលយ៉ាងនោះតែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថាដោយច្រើនមនុស្សយើងមិនចេះទទួលយកនៅឱកាសនោះមកកសាងខ្លួនឬយកមកកែខ្លួនតែប៉ុណ្ណោះឯង18កូនចោលអ្វីផ្សេងបានតែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះព្រោះក្នុងលោកនេះមិនមានអ្នកណាជាទីពឹងរបស់កូនក្រៅពីខ្លួនកូនឯងឡើយ19កូនត្រូវដឹងថាអ្នកក្លាហានគឺអ្នកដែលអាចបង្កប់ខ្លួនឯងបានជាចវាយនាយលើខ្លួនឯងមិនមែនមានតណ្ហាឬសេចក្តីក្រោធខឹងជាចវាយនាយឡើយ20កូនកើតមកជាមនុស្សហើយត្រូវព្យាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុតព្រោះកូនមិនងាយបានជួបនៅឱកាសល្អដូចនេះឡើយកូនដាំដំណាំបំរុងឫសតែបើដាំមនុស្សបំរុងសិលចង់ឆ្លងចាក់ទុកត្រូវកុំខ្ជិលខូចខែលដឹងខុសត្រូវកែខ្លួន21មានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯងដែលអាចរក្សាខ្លួនទុកឲ្យប្រពៃបានកូនឪពុកត្រូវរក្សាខ្លួនដោយប្រយ័ត្នប្រយែងជាទីបំផុតព្រោះមិនមានអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយ22កូនត្រូវដឹងថាក្នុងโลกនេះរមែងមានរឿងដែលសម្រាប់ឲ្យយើងមានសេចក្តីអត់ធន់កាលបើកូនអត់ធន់បានកូននឹងសម្រេចផលល្អប្រៀបដូចថ្នាំគ្រុននៅពេលញ៉ាំវារមែងល្វីងប៉ុន្តែផលរបស់វាគឺត្រជាក់ខ្លួនបាត់គ្រុនភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្លត់មិនតន់ធ្លាក់ជ្រៅប្រឹងឡើងណាទៅកុំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសុខសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះក្នុងโลกនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននិងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើត
ខន្តីដោយថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកក្រំណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណកប់ហោង23បុរាណបានពោលថាចោរលួចប្លន់ទ្រព្យសម្បត្តិមិនស្មើនឹងភ្លើងឆេះផ្ទះភ្លើងឆេះផ្ទះមិនស្មើនឹងចាញ់លបែងភ្នល់ចាញ់លបែងភ្នល់មិនស្មើនឹងជាប់គ្រឿងញៀនចោរប្លន់នៅសល់ផ្ទះអស់ប្រាក់មាសមិនជាអ្វីឆេះផ្ទះនៅសល់ដីអត់បាយឆីដីលក់បានចាញ់លបែងនៅជីវិតបើចេះគិតវិលវិញថ្កានញៀនថ្នាំប្រចាំប្រាណកែលេងបានស្លាប់ទាំងរស់24មេឃ្មុំចូលចិត្តរបស់ក្រអូបរបស់ផ្អែមឯចំណែកសត្វរុយវិញរមែងចូលចិត្តរបស់ស្អុយរបស់រលួយកូនមេឪពុកបើកូនចូលចិត្តរបស់ដែលមិនល្អគឺខ្សែគប់មនុស្សមិនល្អគិតមិនល្អនិយាយមិនល្អធ្វើមិនល្អនឹងទៅកម្មស្ថានទីដែលមិនល្អហើយកូនក៏ប្រៀបដូចជាសត្វរុយអញ្ចឹងឯងបើកូនគិតល្អនិយាយល្អធ្វើល្អគប់មិត្តល្អនឹងទៅកម្មទៅស្ថានទីណាដែលល្អល្អកូនក៏ប្រកាសដូចជាមេឃ្មុំដោយពិតបើកូនជាមេឃ្មុំកូនរមែងបានជួបជាមួយនឹងផ្កាតែបើកូនជារុយវិញកូនរមែងបានជួបតែជាមួយនឹងរបស់ដែលស្អុយរលួយ25កូននេះឪពុកត្រូវជាមនុស្សដូចតទៅកូនស្រីឪត្រូវជាមនុស្សមិនរឹងថ្អឹងតែបើរឹងត្រូវរឹងប៉ឹងប្រឹងសិក្សាកូនប្រុសឪត្រូវជាមនុស្សមានប្រាជ្ញាព្រះផ្ដាំថាកុំស្នេហាស្រាស្រីល្បែងកូនស្រីឪត្រូវជាមនុស្សមិនជាប់នុយកុំស្នេហ៍លុយស្អុយគេឈ្មោះរស់ដូចផ្សែងកូនស្រីឪត្រូវជាមនុស្សចេះខ្លាចក្រែងព្រះសម្ដែងឲ្យទម្លាប់ជាប់សិលវិញកូនប្រុសឪត្រូវជាមនុស្សចេះស្មោះត្រង់កុំតាមចង់ក្រែងមិនសុខទុកមនោមនិញកូនប្រុសឪត្រូវជាមនុស្សតាមចេះវិញប្រឹងបំពេញធម៌សន្តោសប្រោសមេត្តាកូនស្រីឪត្រូវជាមនុស្សមិនប្រមាទជាស្រីឆ្លាតចេះប្រមែលមើលកិច្ចការកូនស្រីឪត្រូវជាមនុស្សទន់ចរិយាតែយ៉ាងណាសូមស្រីមុំកុំទន់ខ្សោយកូនប្រុសឪត្រូវជាមនុស្សចេះអត់ធន់ការស្រាលធ្ងន់កុំតម្រុនទន់បណ្ដោយកូនប្រុសឪត្រូវជាមនុស្សមិនថយក្រោយកុំចាំឲ្យមនុស្សស្រីច្រានបានទៅមុខកូនស្រីឪត្រូវជាមនុស្សមិនដេះលោះពាក្យពីរោះមានរបៀបរៀបទំនុកកូនស្រីឪត្រូវជាមនុស្សរក្សាសុខបើខ្លាចទុក្ខកុំជាមនុស្សទ្រុសិលធម៌កូនប្រុសឪត្រូវជាមនុស្សចេះស្គាល់ខ្លួនចិត្តមមួនមិនអំនួតអួតខ្ទាខ្ទួកូនប្រុសឪត្រូវជាមនុស្សមិនងាប់ញ័រជួបលោកធម៌ត្រូវពិចារថាមិនទៀងកូនស្រីឪត្រូវជាមនុស្សចេះដឹងគុណជាដើមទុននៃជីវិតពិតជាស្បៀងកូនស្រីឪត្រូវជាមនុស្សមិនលំអៀងសម្ដីទៀងពិតប្រកបម៉ត់ក្រអូបកូនប្រុសឪត្រូវជាមនុស្សចេះចាប់ផ្ដើមកុំច្បិចច្បើមត្រូវប្រឹងប្រែងក្រែងខ្វះហូបកូនប្រុសឪត្រូវជាមនុស្សមិនចេះល្មោកតែបើទ្រោកត្រាដល់ខ្ជិលរិលបញ្ញាកូនស្រីឪត្រូវជាមនុស្សមិនច្រណែនរៀបបែបផែនជាមង្គលដល់គ្រួសារកូនស្រីឪត្រូវជាមនុស្សមានមេត្តាមិនអ៊ីសាក្នុងជីវិតពិតជាស្ងប់កូនប្រុសឪត្រូវជាមនុស្សដឹងប្រមាណក្នុងខ្លួនប្រាណរាល់យប់ថ្ងៃលេឲ្យកប់កូនប្រុសឪត្រូវជាមនុស្សមិនអាផប់មិនត្រូវជាប់គ្រឿងញៀនញាមកាមគុណ5កូនប្រុសស្រីកុំជាមនុស្សទ្រុសមិត្តភក្តិកុំជំពាក់ទ្រព្យបំណុលបលបញ្ចាំកុំរ៉ាប់រងធានាទ្រព្យជាប់គ្រោះកម្មឪសូមផ្ដាំកម្មវេរាជាគ្រោះកាចកូនប្រុសស្រីកុំជាមនុស្សទ្រុសសីលាកុំគិតថាសិលនេះណាខ្លាកំណាចតាមពិតសិលជាទេវតាក្លាអង្អាចមានអំណាចអាចប្រហារខ្លាកិលេសកូនប្រុសស្រីកុំជាមនុស្សទ្រុសមេត្តាស្រីនេះណាជាព្រះព្រំកុំប្រហែសតែប្រហើនហ៊ានខោរខើត្រូវភ្លើងឆេះជាតិអ្នកចេះត្រេះរិះដឹងប្រឹងបូជាកូនប្រុសស្រីកុំជាមនុស្សទ្រុសបៃតាត្រូវដឹងថាប្រុសនេះណាជាព្រំមេបានសុខហើយក្នុងជំរំព្រំវិហារត្រូវមនីភ្ងារលឹកនឹកតបគុណកូនប្រុសស្រីកុំជាមនុស្សទ្រុសប្រពុតត្រូវលំអិតកាយវាចាប្រាថ្នាបុណ្យក
កូនមានទានសិលភាវនាជាដើមទុនផុតពីរុនចាអបាយឆ្ងាយពីទុក្ខកូនប្រុសស្រីកុំជាមនុស្សទ្រុះព្រះធម៌កុំជាប់ជួរនៃកាមគុណសុនក្នុងគុកប្រឹងដើរតាមស្នាមព្រះបាទព្រះចន្ទទុក្ខកុំសម្រុកធ្វើដំណើរដើរផ្លូវមាកូនប្រុសស្រីកុំជាមនុស្សទ្រុះព្រះសង្ឃត្រូវនឹកត្រង់អង្គសាវកព្រះភគវីទ្រង់សាសនាព្រះជានស្រីល្បីខ្ទរខ្ទាក្រមធម្មាជាបៃដកវិសុអៈកូនមេឪពុកទាំងឡាយហើយព្រះធម៌មានហើយកុំធ្វើខ្វាក់ប្រឹងអានប្រឹងគិតឲ្យប្រចាក់ខណៈដ៏ល្អកុំកន្លងថ្ងៃ15កើតខែពិសាជាថ្ងៃសម្រាប់ធ្វើបន់ឆ្លងព្រះពុទ្ធទ្រង់កើតជាចម្បងចម្លងសត្វលោកផុតភព3ថ្ងៃ15កើតខែអាសាឍកូនឪត្រូវឆ្លាតយល់សេចក្តីថ្ងៃនោះជាថ្ងៃព្រះជានស្រីចាប់ផ្ដើមពោលស្ដីត្រាស់ទេសនាជាថ្ងៃកំណើតនៃព្រះធម៌ស្ដាប់ហើយតាំងគួរដល់ថ្លៃថ្លាដល់ពេលប្រសូតបានសោតតាផុតចាកទុក្ខាក្នុងអបាយថ្ងៃដែលព្រះសង្ឃមានកំណើតថ្ងៃ15កើតមិនមែនឆ្ងាយគឺថ្ងៃតែមួយដែលធម្មកាយចាប់ផ្ដើមសព្វផ្សាយដោយព្រះពុទ្ធព្រះធម៌និងព្រះសង្ឃកូនត្រូវអោនអង្គយ៉ាងលម្អិតគោរពបូជាដោយមោះមុតប្រសើរបំផុតត្រង់ចិត្តស្អាតថ្ងៃ15កើតមេបូជាអង្គព្រះភគវីទ្រង់ឱវាទប្រាប់បេះដូងធัวក្នុងសន្និបាតគឺជាឱវាទបាតិមោខពិសាអាសាទមេបូជាកូនឪគ្រប់គ្នាប្រញាប់ក្រោកទៅវត្តស្ដាប់ធัวបាតិមោខកុំឲ្យចាញ់បោកមេក្នុងខ្លួនរៀបចំភីផ្កាគ្រឿងបូជាសំពះវន្តាឲ្យសុខសួនធ្វើទានកម្មសិលឲ្យខ្ជាប់ខ្ជួនគំនុំគុំគួនកំបីមានមកដល់កូនសម្លាញ់នេះឪពុកសូមឲ្យកូនប្រើប្រាស់ពេលវេលាឲ្យបាននៅប្រយោជន៍ច្រើនជាទីបំផុតក្នុងជីវិតរបស់កូនពេលទំនេរសូមឲ្យកូនចាប់សៀវភៅនេះយកមកអានហើយចាំទុកនៅសេចក្តីនីមួយៗផងពេលមានទុកសូមឲ្យកូនពិចារណាតាមការណែនាំរបស់ឪនៅក្នុងសៀវភៅនេះឯងពេលនឹកអាល័យសូមឲ្យកូនអាននៅសៀវភៅនេះដូចជាបាននៅក្បែរម៉ែឪដែរពេលបានសុខសូមឲ្យកូនចាប់សៀវភៅនេះមករីករាយដូចជាកូនបានរីករាយសប្បាយជាមួយឪពុកម្ដាយនិងមានសេចក្តីសុខជាមួយក្រុមគ្រួសារដែរពេលកូនមានបញ្ហាសូមឲ្យកូនប្រឹក្សាជាមួយឪពុកម្ដាយតែបើឪពុកម្ដាយមិននៅទេសូមឲ្យកូនប្រឹក្សាជាមួយសៀវភៅនេះចុះពុកនិងម៉ែប្រាថ្នាឲ្យកូនមាននៅសេចក្តីសុខតែបានជាអប់រំនិងដាស់តឿនក្រើនរំលឹកកូនជារឿយៗមិនឲ្យកូនលែងហួសពេលវេលាព្រោះអាចនាំឲ្យកូនមានជំងឺគ្រុនរងាជាដើមដាស់តឿនកូនមិនឲ្យញ៉ាំនៅអាហារណាដែលមិនល្អព្រោះវាអាចនាំឲ្យខូចសុខភាពហើយបើកូននៅមិនទាន់យល់នៅពាក្យដាស់តឿនឬក៏មិនបានស្ដាប់តាមពាក្យទូន្មានរបស់ម៉ែឪទេនោះដល់ពេលកូនមិនស្រួលខ្លួនឡើងឪពុកម្ដាយក៏ត្រូវតែនៅរក្សានិងព្យាបាលកូនយ៉ាងល្អជាទីបំផុតដដែលនៅក្នុងដំណើរជីវិតក៏ដូចគ្នាដែរឪពុកម្ដាយបានព្យាយាមអប់រំនិងដាស់តឿនជានិច្ចឲ្យកូនតាំងចិត្តសិក្សារៀនសូត្ររៀបចំខ្លួនឲ្យនៅក្នុងសេចក្តីល្អមិនឲ្យកូនប្រព្រឹត្តខ្លួនជាមនុស្សលេះលោះតែបើពេលណាដែលកូនប្រព្រឹត្តឃ្លាំងភ្លាត់ដោយហេតុណាមួយនោះឪពុកម្ដាយក៏នឹងព្យាយាមជួយកូនយ៉ាងបដូរជីវិតដូចជាពេលដែលកូនមិនស្រួលផ្លូវកាយដូច្នោះឯងព្រោះហេតុដោយពោលមកនេះឪសូមឲ្យកូនមានការចាំជានិច្ចថាពេលណាដែលកូនមាននៅបញ្ហាកើតឡើងសូមឲ្យកូនប្រឹក្សាជាមួយនឹងម៉ែឪកុំលាក់លៀមឲ្យសោះព្រោះមិនមានអ្នកណាស្មោះត្រង់និងមានបំណងជួយកូនឲ្យក្រៃលែងជាងម៉ែឪរបស់កូនឡើយបើម៉ែឪដឹងហើយមិនថាបញ្ហានោះលំបាកលំបិនយ៉ាងណាម៉ែឪរមែងរួមគ្នាដោះស្រាយកែខៃបញ្ហាបានគ្រប់រឿងទាំងអស់កូនម៉ែឪពុកការបើកូនបំពេញតួនាទីដោយសុចរិតដោយការឆ្លាតវៃមានសេចក្តីស្មោះត្រង់និងកតញ្ញូកូនរមែងបានទទួលនៅសេចក្តីរីករាយព្រោះរលឹកឃើញអំពើដ៏បរិសុទ្ធរបស់ខ្លួនហើយកូននឹងបានទទួលនៅផលជាសុខមានសេចក្តីចម្រើនដល់អនាគតនៃជីវិតរបស់កូនព្រមទាំងក្រុមគ្រួសារយ៉ាងពិតប្រាកដ
កូននេះឪពុកកូនត្រូវហាត់ធ្វើខ្លួនឲ្យសភាពរៀបសារមានការព្យាយាមចេះអើពើជួយធ្វើការអ្នកដទៃដោយសេចក្តីពេញចិត្តនិងធ្វើខ្លួនឲ្យជាមនុស្សបានការដើម្បីជាប់ជាឧបនិស្ស័យដល់ធំឡើងកូនបានធ្វើជាមនុស្សល្អជាមនុស្សមានសេចក្តីចម្រើនមាំតំក្នុងជីវិតកូននៅតូចកូនធ្វើអ្វីត្រូវឲ្យនៅក្នុងការវឹកហាត់កសាងខ្លួនបើកូនមានស្មារតីកសាងខ្លួនជានិច្ចនោះកូនធ្វើអ្វីតែមានរបៀបរៀបរយកាលបើមានរបៀបរៀបរយល្អហើយកូនអាចរៀនសូត្រនិងធ្វើការងារផ្សេងៗបានដោយត្រឹមត្រូវតទៅកូននឹងបានជាមនុស្សមាននៅសេចក្តីសម្រេចនិងសេចក្តីចម្រើនដល់ខ្លួនឯងព្រមទាំងសង្គមគ្រួសារសង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដកូនអ្នកឪពុកកូនត្រូវតែជាមនុស្សល្អដោយតទៅគឺ1ជាកូនដែលល្អរបស់ឪពុកម្ដាយ2ជាសិស្សដែលល្អរបស់គ្រូអាចារ្យ3ជាមិត្តដែលល្អរបស់មិត្ត4ជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិ5ជាសាវកល្អរបស់ព្រះពុទ្ធសាសនាចូលកូនមានជីវិតត្រឹមត្រូវនៅក្នុងលោកនេះដោយប្រឹងសាងនូវសុចរិតពិតប្រាកដចូលកូនរស់នៅឲ្យជាក្តីសង្ឃឹមរបស់មនុស្សទាំងឡាយចូលកូនប្រាថ្នាឲ្យពិភពលោកបានជួបនៅសេចក្តីសុខស្ងប់កូនអ្នកឪពុកកូនត្រូវដឹងថាធម៌រមែងរក្សាឲ្យយើងមានសេចក្តីសុខតែធម៌នឹងមករក្សាយើងមិនបានឡើយបើយើងមិនចូលទៅរកធម៌ទេនោះប្រៀបដូចជាអាហារនឹងមកឲ្យយើងឆ្អែតមិនបានដោយពិតបើយើងមិនបរិភោគនៅអាហារនោះទេយ៉ាងណាមិញធម៌ក៏យ៉ាងនោះដែរបើយើងមិនយកមកបដិបត្តិទេធម៌ក៏ជួយអ្វីយើងមិនបានឡើយដូច្នេះក្នុងការដែលយើងនឹងមាននៅសេចក្តីសុខសេចក្តីចម្រើនក៏ព្រោះយើងបានបដិបត្តិនឹងឯងធម៌ជារបស់ចាំបាច់ក្រៃលែងជាងអាហារក្រៃលែងជាងខ្យល់អាកាសនិងក្រៃលែងជាងអ្វីៗទាំងអស់ព្រោះធ្វើឲ្យជីវិតយើងមានគុណតម្លៃកូនអ្នកឪពុកជីវិតឪពុកតាំងតែពីមានកូនរហូតមកដល់ខណៈនេះសេចក្តីប្រាថ្នារបស់ឪពុកដែលមានចំពោះកូនគឺសូមឲ្យកូនមានការចេះដឹងល្អនិងសូមឲ្យកូនមានការប្រព្រឹត្តល្អទ្រព្យសម្បត្តិមិនមែនជារបស់សំខាន់ណាស់ក្នុងការដែលឪពុកម្ដាយចែកឲ្យកូននោះទេតែការចេះដឹងល្អនិងការប្រព្រឹត្តល្អជាសម្បត្តិសំខាន់ដ៏ក្រៃលែងដែលឪពុកនិងម្ដាយប្រាថ្នាប្រគល់ឲ្យដល់កូនជាទីស្រឡាញ់និងជាទីហួងហែងរហូតមកបើកូនធ្វើតាមពាក្យដែលឪពុកនិងម្ដាយណែនាំផលនឹងកើតជាគុណតម្លៃនិងជាសេចក្តីសុខឲ្យដល់កូនរួមទាំងគ្រួសារព្រមទាំងអ្នកដែលនៅជុំវិញកូនទៀតផងកូនអ្នកឪពុកការចូលរៀនក្នុងសាលាការលេងកីឡាការសម្ដែងសិល្បៈជាដើមទាំងអស់នេះគឺត្រូវមានគ្រូមានការគ្រប់គ្រងមានការបង្វឹកពីខាងដើមមកយ៉ាងណាមិញមនុស្សយើងតាំងពីតូចមករហូតដល់ធំនឹងចេះមានការទទួលខុសត្រូវដោយខ្លួនឯងបាននោះក៏ត្រូវមានឪពុកមានម្ដាយមានគ្រូមានអ្នកមើលថែនិងមានអ្នកបង្វឹកបង្ហាត់បង្រៀនយ៉ាងនោះដែរការបើកូនមានការចេះដឹងល្អមានការប្រព្រឹត្តល្អហើយនោះកូនរមែងមានសេចក្តីសុខក្នុងជីវិតរបស់កូនយ៉ាងពិតប្រាកដឪពុកនិងម្ដាយរបស់កូនមានសេចក្តីសុខណាស់កាលបើបានមើលថែនិងទូមានអប់រំដល់កូនហើយកូនជាមនុស្សប្រដៅងាយប្រព្រឹត្តល្អចម្រើនដោយគុណនិងមានសិលធម៌ប្រចាំខ្លួនជាប់ជាឧបនិស្ស័យតាមការដែលម៉ែឪទូមាននោះពុនឪពុកកតញ្ញូតាធម៌ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្សការដឹងគុណនិងការតបគុណនោះអាចគ្រប់គ្រងរក្សាឲ្យកូនផុតអំពីភាពអាក្រក់ទាំងពួងបានបុគ្គលដែលតបគុណដល់អ្នកដែលមានគុណរមែងមិននិយាយមិនធ្វើនៅអ្វីដែលជាហេតុឲ្យអ្នកមានគុណក្តៅក្រហាយចិត្តឡើយកតញ្ញូតាធម៌មានកម្លាំងដ៏ក្រៃលែងបើមិនគិតឲ្យល្អទេគឺមិនអាចយល់បានឡើយដូច្នេះកតញ្ញូតាធម៌ត្រូវកូនខំប្រឹងគិតឲ្យបានល្អកុំយល់ថាមិនសូវសំខាន់នោះមនុស្សដែលអាក្រក់ខុសសិលខុសធម៌ខុសវិន័យទៅបានតាំងតែពីខុសតូចរហូតដល់ខុសធំគឺកើតមកអំពីការមិនដឹងគុណតែបើកូនជាមនុស្សចេះដឹងគុណកូនមានតែសេចក្តីចម្រើនដោយកុសលម្យ៉ាងទៀតកតញ្ញូតាធម៌ដែលមានក្នុងខ្លួនកូនជាគ្រឿងសម្គាល់ថាកូននេះឪពុកជាមនុស្សល្អ
សំណូមពរចុងក្រោយរបស់ឪកូនមាសឪពុកសូមកូនជួយឲ្យឪពុកម្ដាយបានសម្រេចបំណងដែលជាទិសដៅនៃការខំប្រឹងប្រែងអប់រំចិញ្ចឹមកូនគឺសូមឲ្យកូនបានជាមរតកដ៏សំខាន់បំផុតជាមរតកដែលឪពុកនិងម្ដាយរបស់កូនប្រគល់ឲ្យដល់ប្រទេសជាតិនិងពិភពលោកកាលបើឪពុកម្ដាយបំពេញតួនាទីរបស់ម៉ែឪបានសម្រេចដោយកូនមានឪពុកជាមនុស្សល្អហើយឪពុកនិងម្ដាយរបស់កូនក៏មាននៅសេចក្តីសុខព្រោះសមតាមបំណងដែលបានគិតទុកតាំងតែពីកូននៅក្នុងផ្ទៃម្លេះនិងម្យ៉ាងទៀតម៉ែឪសប្បាយចិត្តត្រង់ដែលមានអ្នកបន្តវង្សត្រកូលដ៏ល្អគឺមាននៅចំណេះដឹងនិងមានការប្រព្រឹត្តយ៉ាងរៀបរយឪពុកសូមយកចិត្តដ៏បរិសុទ្ធស្មោះមកឲ្យពរដល់កូនសូមឲ្យតទៅកូនទាំងឡាយបាននៅទេយ្យាតដ៏ល្អប្រព្រឹត្តតាមស្នាមដ៏ប្រពៃនេះជាសច្ចវាចាកូនណានៅក្នុងព្រះមហាជិនកជាដកនឹងមានរឿងដែលព្រះមហាជិនកលេចសំពៅនោះទេពធីតាឈ្មោះមនីមេខាឡានឹងដែលត្រូវស្ដេចទេវតាចាត់ចែងដើម្បីឲ្យរក្សាមហាសមុទ្រគ្រប់គ្រងមើលមនុស្សល្អកុំឲ្យលិចលង់ស្លាប់ក្នុងសមុទ្រហ្នឹងក៏គង់រវល់សប្បាយរីករាយក្នុងកំណើតរបស់ខ្លួនជាទេវតារហូតដល់ទៅ7ថ្ងៃដែលមហាជិនកត្រូវហែលក្នុងមហាសមុទ្រនឹងទៅនឹកពិចារណាក្នុងមហាសមុទ្រនឹងឯងបានឃើញព្រះបរមពុរិស័ទនឹងអស់7ថ្ងៃដល់ព្រះបរមពុរិស័ទមិនប្ររពនៅសេចក្តីព្យាយាមហើយនឹងដោយប្រាជ្ញាឆ្លាតឆ្លៀសដើម្បីឲ្យបានរស់ទេត្រូវបាត់បង់ជីវិតទៅហើយចឹងឲ្យបានជាក្នុងបជាដកនឹងសម្ដែងពីរឿងព្យាយាមនឹងឯងជាបារមីមួយដ៏ខ្លាំងក្លាប៉ុន្តែសេចក្តីនេះខ្ញុំប្រកាសណាមិនរៀបរាប់អីតទៅទៀតទេគ្រាន់តែចង់បញ្ជាក់ថាសូម្បីតែពពួកទេវតាក្នុងកំណើតដែលជាឧបបត្តិទេពហ្នឹងក៏មិនមែនមើលគ្រប់គ្រងមនុស្សលោកនឹងឯងបានដិតដល់គ្រប់គ្រាគ្រប់ពេលវេលាទេឯចំណែកមេត្តាបិតានៅក្នុងផ្ទះនេះកូនប្រុសស្រីពិចារណាមើលដែលខ្លួនយើងជាកូនកើតមកហ្នឹងតើម៉ែឪយើងប្រមាថផ្លេសប្រហែសហ្នឹងយ៉ាងណាទៅខានឲ្យយើងបើកដោះមួយថ្ងៃហ្នឹងយើងបានរស់ទេនឹងយើងពិចារណាមើលហើយតាំងតែពីយើងបដិសន្ធិក្នុងផ្ទៃរបស់គាត់ម្លេះតើម៉ែយើងនឹងរក្សាយើងយ៉ាងណាដោយគាត់ឆ្លាប់ពិសាក្តៅពិសាជូហិលអីហ្នឹងអញ្ចឹងដែលគាត់មានអំណត់អត់ធន់ខំវាខំតមនៅរបស់ទាំងអស់ហ្នឹងសម្ដីចំណងចង់យ៉ាងណាតែគាត់ត្រូវអត់ធ្មត់ព្រោះហេតុតែគាត់ជាទេវតាមានបំណងប្រាថ្នាឲ្យសេចក្តីសុខដល់កូនប្រុសស្រីតាមថែរក្សាកូនតាំងតែពីនៅក្នុងផ្ទៃកូនប្រុសស្រីកុំភ្លេចណាតែគុណគឺគុណណាសេចក្តីល្អនឹងណៃមិនមែនតែម៉ែដែលរក្សាគួរនឹងឪក៏រក្សាគួរដែរណាចឹងនឹងគឺខំប្រឹងប្រែងចាត់ចែងកិច្ចការងារសពគ្រប់ទាំងអស់សំដីកិច្ចការងារហ្នឹងម៉ែយើងឆ្លាប់ធ្វើយ៉ាងណាដល់តែដឹងថាមានគូមានកូនក្នុងផ្ទៃអីហ្នឹងធានារ៉ាប់រងកិច្ចការងារហ្នឹងសំដីកិច្ចការរបស់មនុស្សស្រីក៏អីយើងក៏ធ្វើជំនួសនឹងគឺមិនឲ្យម្ដាយយើងធ្វើកិច្ចការនឹងឯងក្រែងតែវាធ្ងន់ហួសវានាំឲ្យលំបាកដល់កូនក្នុងផ្ទៃនឹងហើយនៅនឹងចង្ក្រានភ្លើងឬក៏ហាលក្តៅអីនឹងយ៉ាងណាក្រែងលោវាលំបាកដល់កូនក្នុងផ្ទៃហើយក៏រ៉ាប់រងកិច្ចការងារហ្នឹងសពគ្រប់ទាំងអស់ជានិច្ចការរាល់ថ្ងៃនៅពេលដែលគួរហ្នឹងចាស់ហើយហ្នឹងបន្តិចបន្តួចប៉ុណ្ណឹងកាលណាដែលយើងមិនបានសិក្សាឲ្យយល់ដឹងអញ្ចឹងណាទៅដោយដំណើរការដែលយើងចិត្តតែភ្លេចណាកន្លែងនេះក៏ភ្លេចបន្តិចទៅកន្លែងនោះភ្លេចបន្តិចទៅតែអញ្ចឹងទៅនៅសល់គុណបន្តិចបន្តួចហើយគុណបន្តិចបន្តួចហ្នឹងខ្លួនឯងនឹងឯងដែលជាអ្នកចាប់ទោសកំហុសម៉ែឪកន្លែងនេះកន្លែងនោះវាលុបគុណម៉ែឪហ្នឹងទៅរហូតដល់ទៅបទុសរាយជាមួយម៉ែឪនឹងរហូតដល់តែម៉ែឪចាស់ទៅក៏មិនបានទំនុកម្រងថែរក្សានឹងជួនកាលខ្លួនឯងហ្នឹងនៅផ្ទះធំដុំស្អាតស្អំស្រឡះស្រឡំសបាយល្វឹងល្វើយមានសួនច្បារមានផ្កាហើយម៉ែឪហ្នឹងទៅនៅកលៀតខាងក្រោយអុកមកមុខអញ្ចឹងទៅក៏តែមានណាទៀតក្នុងបច្ចុប្បន្ន
នឹងមិនបានជាថែតំទុកដាក់មេដាបិតានឹងឯងឲ្យបានជាព្រះឲ្យបានជាទីសក្ការៈគោរពបូជាឡើយនឹងក៏មកអំពីខ្វះការពិចារណាដល់គុណដែលមេដាបិតាបានធ្វើយ៉ាងណាខ្លះចំពោះខ្លួនឯងជាកូនមកនោះខ្លួនឯងមិនតាន់ទាំងបានតបស្នងសងអីបន្តិចបន្តួចផងហើយក៏មានការបកកែប្រកាន់ចាប់ទោសកំហុសគាត់រឿងនេះរឿងនោះដោយថាគាត់នឹងឯងមិនស្អាតយ៉ាងនេះមួយយ៉ាងនោះមួយដោយសារគាត់ថាគាត់ទៅវាមានរោគយ៉ាងនេះមួយយ៉ាងនោះមួយដោយសារគាត់នឹងឯងរអ៊ូរតំច្រើននិយាយច្រើនអីយ៉ាងនេះជានោះចិត្តទៅចាប់ទោសចាប់កំហុសរបស់គាត់មិនតាន់ទាំងបានតបស្នងសងគុណគាត់ផងហ្នឹងចាប់ទោសកំហុសរឿងនេះរឿងនោះសពគ្រប់ទៅហើយហ្នឹងអញ្ចឹងបានទីខ្ញុំតារាសម្បត្តិហ្នឹងចេះតែនឹករលឹកហើយសំដែងរឿយរឿយអញ្ចឹងកូនប្រុសស្រីនឹកឃើញណាគុណមេដាបិតាជាទេវតានៅត្រង់ការថែរក្សាទៀតទេវតានៅនឹងផ្ទះសពថ្ងៃហ្នឹងថែរក្សាយើងពីតូចមកហ្នឹងពិសេសហើយដែលយើងធំមកហ្នឹងយើងគិតថាយើងអាចដើម្បីធ្វើអីខ្លួនយើងបានទទួលទានបាយទៅណាមកណាអីដោយខ្លួនឯងប៉ុន្តែយើងគិតមើលដែលពីតូចមកយើងធ្វើអញ្ចឹងបានទេដាំបាយខ្លួនឯងបានទេទៅណាមកណាដោយខ្លួនឯងបានទេអាហ្នឹងយើងពិចារណាមើលអញ្ចឹងចឹងយើងត្រូវដឹងណាទៀតនៅក្នុងសេចក្តីនឹងមេត្តាបិតាដែលជាទេវតាលើកូនប្រុសស្រីណាពិចារណាឃើញហើយទៀតកូនប្រុសស្រីហ្នឹងណាជួនកាលយើងគិតពីរឿងទេវតាខាងក្រៅនឹងបានជាភ្លេចដល់ទេវតាខាងក្នុងហើយសង្ខេបប៉ុណ្ណឹងចុះហើយតទៅនិយាយអំពីមេដាបិតាហ្នឹងជាព្រះព្រំព្រះព្រំហ្នឹងនៅក្នុងព្រហ្មញ្ញសាសនាគេចាត់ថាជាអ្នកបង្កើតនៅសត្វលោកទាំងរហូតដល់ថាជាអ្នកបង្កើតទឹកដីនោះទៅទៀតណាបង្កើតទឹកដីបង្កើតអ្វីទាំងអស់បង្កើតមនុស្សលោកសត្វលោកនឹងឯងហើយអ្នកដែលប្រកាន់នៅសាសនាហ្នឹងក៏មានពិធីបន់ស្រន់បួងសួងសែនព្រេនដើម្បីអង្វរកសុំសេចក្តីសុខពីព្រះព្រំរហូតដល់មានពាក្យថាព្រំលិខិតហ្នឹងវាជាប់មានរហូតដល់ទៅថាយើងជាអ្នករាប់អានព្រះពុទ្ធសាសនាហើយហ្នឹងក៏នៅតែមានប្រើពាក្យព្រំលិខិតនឹងផងដែរដោយសេចក្តីថាយើងបានសុខទុក្ខនឹងយ៉ាងណាវាសនានៃជីវិតយើងនឹងយ៉ាងម៉េចហ្នឹងគឺនៅលើព្រំហ្នឹងអ្នកគូសមកអ្នកចាមកអ្នកកំណត់មកក៏ប៉ុន្តែសូមឲ្យកូនប្រុសស្រីនឹងពិចារណាមើលទៅណានឹងមិនចំពោះទៅថាប្រព្រំទេទៅតាមសាសនាផ្សេងទៀតហ្នឹងក៏លើកយកព្រះនេះព្រះនោះក្នុងឋានសួគ៌នឹងឯងជាអ្នកចាត់ចែងរៀបចំវាសនាឲ្យមនុស្សហ្នឹងហើយក៏ធ្វើការអង្វរកឬក៏សុំយ៉ាងនេះសុំយ៉ាងនោះពីព្រះរបស់ខ្លួនហ្នឹងប៉ុន្តែឥឡូវយើងគិតមើលបើទេវតាហ្នឹងបើព្រះព្រំហ្នឹងបើព្រះហ្នឹងជាអ្នកចាត់ចែងមនុស្សលោកយើងគិតមើលដូចជាព្រះព្រំអញ្ចឹងយើងថាជាបុគ្គលប្រសើរចុះរឿងអីដែលត្រូវចាត់ឲ្យមនុស្សយើងហ្នឹងខុសគ្នាសម្បើម្លេះមនុស្សខ្លះកើតមកពិការពីកំណើតមកហើយមនុស្សខ្លះកើតមកក្រក៏តែមានទេនទៅអ្នកខ្លះកើតមកក្នុងគំនូរទ្រព្យសម្បត្តិហ្នឹងហើយខ្លះកើតជាសត្វអញ្ចឹងហើយតើព្រះនឹងយុត្តិធម៌ត្រឹមត្រូវនៅកន្លែងណាបើថាជាអ្នកបង្កើតសត្វលោកមិនក៏មិនបង្កើតឲ្យជាមនុស្សល្អឲ្យមានសេចក្តីសុខទាំងអស់ទៅបើថាជាព្រះគឺប្រសើរជាបុគ្គលពិសេសដែលយើងគោរពបូជាបើតើតែមានសេចក្តីល្អមានគុណអញ្ចឹងវាមិនអាចដើម្បីបង្កើតឲ្យមានមនុស្សក្រមនុស្សពិការមនុស្សលំបាកសពគ្រប់ហើយបើព្រះនឹងចេះបង្កើតដីទឹកភ្លើងខ្យល់មិនចាំបាច់បង្កើតខ្យល់ព្យុះទឹកចំនួនមកទៅអីរំជួយផែនដីទូភ្នំភ្លើងហើយនឹងវិបត្តិគ្រោះថ្នាក់ធម្មជាតិផ្សេងទៀតមកទៅអីបើព្រះជាអ្នកបង្កើតដីទឹកភ្លើងខ្យល់
ហើយបើព្រះនឹងកាចសាហាវខូរខើអញ្ចឹងយើងនៅតែគោរពធ្វើព្រះដែរអានឹងប្រសិនបើមានព្រះជាអ្នកបង្កើតអញ្ចឹងមែនអានឹងយើងត្រូវអាស្រ័យសមត្ថភាពប្រាជ្ញាស្មារតីយើងខ្លួនឯងផ្ទាល់ពិចារណាមើលទៀតហ្នឹងដូច្នេះវាអត់មែននៅលើរឿងមានព្រះឯណាដើម្បីជាអ្នកបង្កើតសត្វលោកបង្កើតទឹកដីទន្លេសមុទ្រអីទាំងអស់ហ្នឹងទេណាគឺវ័យវាប្រព្រឹត្តទៅតាមហេតុដ៏សមគួរដ៏ត្រឹមត្រូវប៉ុន្តែនៅក្នុងសេចក្តីនេះខ្ញុំក៏អាចខ្ញុំបាទហ្នឹងក៏ពួលញាតិញោមបងប្អូនកូនចៅហ្នឹងពិចារណាមើលអំពីរឿងការលិខិតជីវិតឲ្យកូនប្រុសស្រីមិនចាំបាច់និយាយអីដល់ទៅហេតុដែលជាបរមត្តធម៌មានអវិជ្ជាតណ្ហាបាទានកម្មអីច្រើនទេធម៌ហ្នឹងវាទៅជ្រៅប៉ុន្តែឥឡូវនៅក្នុងឧបនិស្សយបច្ច័យដែលជាហេតុបច្ចុប្បន្នដែលជាការលិខិតដែលជាការចាត់ចែងរៀបចំក្នុងបច្ចុប្បន្នដែលកូនប្រុសស្រីហ្នឹងឯងអាចនឹងពិចារណាឃើញហ្នឹងព្រះព្រំខ្លះបង្ើយអត់មានមុខមាត់អីទេណាទេបង្ើយហ្នឹងដែលថាអត់មានមុខហ្នឹងមុខព្រំមាន4ទេគឺមេត្តាករុណាមុទិតាឧបេក្ខាប៉ុន្តែមិនប្រកបជាព្រំសិតតែមុខ4ទេព្រំខ្លះក៏អត់សូវមានមុខអីចឹងទៅអត់សូវមានមុខតែម៉េចគឺចង់និយាយពីមេត្តាបិតាខ្លះក៏មិនមែនសុទ្ធតែជាអ្នកមានព្រំវិហារដិតដល់ទេដែលបានសម្ដែងមកហើយអំពីខាងដើមអំពីគុណដ៏ធំធេងរបស់មេត្តាបិតាដែលជាព្រះអាចារ្យដែលជាព្រះទេពគឺទេវតាហ្នឹងគឺសម្ដែងជាប្រកដីជាមួយនឹងមេត្តាបិតានឹងគ្រប់គ្រងលើកូនប្រុសស្រីប៉ុន្តែវាមិនមែនទូទៅទាំងអស់ទេអាហ្នឹងចូលមកនៅក្នុងរឿងព្រំហ្នឹងខ្ញុំចង់បញ្ជាក់ពីមេត្តាបិតាហ្នឹងឯងដែលមានគុណយ៉ាងណានឹងកុំចាំបាច់យើងឆ្ងល់ថាមេត្តាមានគុណជាងបិតាមានគុណជាងមេត្តាឬក៏គុណបណ្ណាអីហ្នឹងយ៉ាងណាយើងត្រូវយល់ជ្រាបពីគុណគឺសេចក្តីល្អនឹងល្អច្រើនគុណច្រើនហើយទេមិនអាចដើម្បីកំណត់ថាឲ្យតែបិតាមានគុណលើមេត្តាឬក៏ថាឲ្យតែមេត្តាមានគុណលើបិតាអត់ទេគុណវានៅលើសេចក្តីល្អអញ្ចឹងហើយគឺជាប្រព្រំនឹងកំណត់ចាត់ចែងវាសនាឲ្យកូននឹងគឺច្បាស់លាស់ណាកូនខ្លះគ្រាន់តែបានបដិសន្ធិក្នុងផ្ទៃនៃមេត្តាប៉ុណ្ណឹងបើថាម៉ែនឹងគាត់មិនពេញចិត្តនឹងកូននឹងទេយ៉ាងម៉េចកូននឹងលែងបានស្គាល់ពលឺព្រះអាទិត្យបានហើយអាហ្នឹងអ្នកណាជាអ្នកចាត់ចែងវាសនាឲ្យកូនហ្នឹងបើមិនព្រះហ្នឹងបើមិនព្រំហ្នឹងទេណាទេហ្នឹងអាហ្នឹងនិយាយអំពីហេតុបច្ចុប្បន្នណាទេបើនិយាយអំពីរឿងអតីតវានៅលើកូននឹងឯងដែលបានធ្វើបន់មិនល្អមកវានៅលើអវិជ្ជាតណ្ហាបាទានកម្មហ្នឹងចឹងទៅប៉ុន្តែនិយាយពីព្រំក្នុងបច្ចុប្បន្នហ្នឹងវានៅលើមេត្តាបិតាហ្នឹងហើយហ្នឹងមេត្តាបិតាក៏មិនបានទុកឲ្យកូននៅរស់បានឃើញពលឺព្រះអាទិត្យឡើយស្រូវបាត់បង់បាត់មិនបាននៅក្នុងគួរបានប្រមាណខែឡើយហ្នឹងហើយជួនកាលកើតមកហើយស្រាប់តែឪហ្នឹងថាអត់ទទួលស្គាល់ទេមិនមែនកូនគាត់ទេកូនឯណាឯណោះទេមកជាតិហ្នឹងមិនដឹងឪនៅណាបាត់ហ្នឹងអញ្ចឹងរឿងហ្នឹងវានៅលើមេត្តាបិតាហ្នឹងឯងក្នុងបច្ចុប្បន្នហ្នឹងហើយហ្នឹងចង់និយាយឃើញពីអ្នកលិខិតជីវិតរបស់យើងហ្នឹងអញ្ចឹងណាហើយជួនកាលបានកើតមកដែរប៉ុន្តែម៉ែយកទៅចោលនឹងកំណួរសម្រាមអីអញ្ចឹងទៅដូចជាជីវកៈកោមារផាត់អីជាដើមឬក៏ខោសុកកោមាអីអញ្ចឹងអាហ្នឹងអ្នកណាអ្នកលិខិតជីវិតឲ្យហ្នឹងចឹងបច្ចុប្បន្នហ្នឹងយើងឃើញហើយវានៅលើមេត្តាបិតាហើយកូនប្រុសស្រីខ្លះកើតមកម៉ែអីមិនបានយកចិត្តទុកដាក់ក៏ចេះតែគិតថាតាមយថាកម្មមកវាទៅបដែតបណ្ដោយទៅក៏ទៅជាកូននឹងឯងមិនបាននៅចំណេះដឹងនឹងព្រោះមេត្តាបិតាមិនបានប្រឹងប្រែងកូននឹងក៏ចេះតែបណ្ដែតបណ្ដោយតាមក្មេងពេលលាបោឡែគ្នាឯងនឹងចឹងទៅរហូតទៅជាជនទាលរហូតទៅជាប្រព្រឹត្តទុច្ចរិតបង្កភាពវឹកវរក្តៅក្រហាយក្នុងសង្គមតែជាដើមចឹងទៅ
năng bên đây lời mày ấy năng tiệt ban tham liệt đa đầy đa chui chặt chạy điệp chấm về na na quật ai côn pro sray tiền pro bầm nạch năng khné miền ốp bạn say miền bón ban cát nói chuyện mà nụ hay năng mình cát nói chuyện mà nụ năng mình ban phơi sự đây là o vì một màu tới nó tưởng dân trời từ xa cướp mà nụ đồng o tôi chuyện mà nụ năng anh tăng này không phiệp vẽ dạng na cả đó từ dân trời đất hơn cả còn ba nền tên bàn nói chuyện mà nụ pro chuyện này phơi bón tục máu nghe ban cát chuyện mà nụ thế tam phút tầm ra để tụi ông sầm đáy chẳng bàn dân trời té miền ca vô chất tục đạ bình đau bình đá nơi tôi để ban tổng cấpในក្នុងសន្តានរបស់មនុស្សហ្នឹងព្រោះជាអ្នកបានបំពេញសេចក្តីល្អជាពូជជាដើមទុនមកហើយបានកើតមកជាមនុស្សយើងខំស្កោះយើងខំស្គាល់ឧបនិស្ស័យនៃសេចក្តីល្អដែលកូនប្រុសស្រីហ្នឹងបានធ្វើមកហ្នឹងឲ្យវាផុសឡើងកុំឲ្យវាគ្របដណ្ដប់កុំឲ្យវាលុបទៅដោយអំពើអាក្រក់ដោយការសាច់គប់និងបាបប្រមិតផ្សេងនោះអញ្ចឹងប៉ុន្តែឥឡូវយើងពិចារណាខ្លួនយើងជាកូនណានឹងដែលយើងបានមកជាមនុស្សល្អប៉ុណ្ណឹងតែម៉ែឪយើងនឹងមានចោលយើងទេបើចោលយើងមិនបានរស់មកធំប៉ុណ្ណឹងទេហើយដែលកើតមកហ្នឹងមេដាបិតាទទួលស្គាល់យើងចិញ្ចឹមយើងទុកឲ្យបាននៅរស់មកហ្នឹងហើយដែលចាត់ចែងឲ្យយើងចូលសាលារៀនឲ្យយើងបានចេះដឹងឲ្យប្រឹងប្រែងដូចសម្ដែងពីខាងដើមមកជាអាចារ្យផងជាទេវតាផងមកហ្នឹងអញ្ចឹងតើណានាជាព្រំលើយើងដោយមេត្តាដោយករុណាដោយមុទិតាដោយឧបេក្ខាទៅនឹងមុខទាំង4ហ្នឹងសឹកតែល្អណាមេត្តាគឺការរាប់អានករុណាគឺថាធ្វើជាទីពឹងឲ្យយើងជាកូនដែលយើងមានសេចក្តីទុកប្រសិជ្ជៈទីពឹងនឹងមុទិតាចិត្តទន់តោឲ្យអភ័យយើងជានិច្ចទោះយើងព្រឹត្តខុសស្គមស្គងអីហ្នឹងយ៉ាងណាឲ្យអភ័យហើយនឹងទូមានព្រានបដៅទៅឧបេក្ខាហ្នឹងដែលប្រែថាជាកណ្ដាលឬបង្ើយអីហ្នឹងក៏ត្រូវហើយប៉ុន្តែយើងត្រូវសិក្សាបន្តទៅទៀតមិនមែនបង្ើយហើយទៅដោយមិនយកចិត្តទុកដាក់ទេឧបេក្ខាហ្នឹងមានគុណដល់ក្រៃលែងប៉ុន្តែបើយើងប្រែមិនបានដិតដល់ទេអាហ្នឹងវាទៅជាមិនសូវឃើញថាគុណក្នុងឧបេក្ខាព្រះមវិហារហ្នឹងប្រមាណទេហ្នឹងតាមពិតឧបេក្ខានេះឧបៈហើយនឹងអិក្ខៈប្រែថាជាការចូលទៅសម្លឹងណាទេគឺមេដាបិតានឹងមានបញ្ញាសិក្សាចេះដឹងក្នុងច្បាប់ធម្មជាតិយល់ទៅនៅក្នុងហេតុផលច្បាស់លាស់ម្ល៉េះហើយក៏បានឃើញថាកូនប្រុសស្រីនឹងមិនមែនរស់នៅតែជាមួយម៉ែឪដែលត្រូវមានមេត្តាករុណាមុទិតានឹងប៉ុណ្ណឹងទេកូនប្រុសស្រីត្រូវរស់នៅជាមួយនឹងច្បាប់សង្គមក្តីច្បាប់របស់ធម្មជាតិក្តីតាមសេចក្តីពិតអញ្ចឹងម៉ែឪនឹងឯងត្រូវតែគ្រប់គ្រងរក្សាឲ្យកូនប្រុសស្រីនឹងឯងស្វែងរកចំណេះដឹងហើយបាននៅទីពឹងជួយខ្លួនឯងគឺបង្ហាត់បង្រៀនឲ្យកូននឹងឯងមានខ្លួនឯងជាទីពឹងចេះរស់ដោយខ្លួនឯងអាហ្នឹងឯគុណរបស់ឧបេក្ខាព្រះមវិហារណាទេម៉ែឪបានដឹងច្បាស់ណាស់មិនមែនកូនប្រុសស្រីនឹងនៅជាមួយខ្លួនឯងរហូតទេអញ្ចឹងត្រូវតែឲ្យកូននឹងមានការចេះដឹងមានវិជ្ជាសិលសាស្ត្រផ្លូវលោកផ្លូវធម៌អីហ្នឹងយ៉ាងណាចឹងគឺឲ្យកូនប្រុសស្រីនឹងឯងស្វែងរកនៅទីពឹងដើម្បីជួយខ្លួនឯងប្រព្រឹត្តទៅតាមហេតុផលតាមច្បាប់របស់សង្គមតាមច្បាប់របស់ធម្មជាតិច្បាប់កម្មផលអាហ្នឹងម៉ែឪនឹងមានឧបេក្ខាប្រែមកថាសម្លឹងទេឧបេក្ខានឹងសម្លឹងទៅក្នុងរឿងពិតនៃជីវិតរបស់កូនសម្លឹងក្នុងសង្ខារធម៌ទាំងឡាយដែលវាប្រព្រឹត្តទៅតាមហេតុហ្នឹងក៏ចាត់ចែងគ្រប់គ្រងឲ្យកូននឹងឯងប្រព្រឹត្តទៅសមរម្យទៅតាមហេតុផលនៃជីវិតនោះហ្នឹងឧបេក្ខាអញ្ចឹងណាម៉ែឪហ្នឹងគឺត្រូវមានមេត្តាករុណាមុទិតាហ្នឹងជាចំណែកមួយមានឧបេក្ខាជាចំណែកមួយបើមានតែឧបេក្ខាក៏មិនបានធ្វើឲ្យកូននឹងកំសត់ប្រសិជ្ជៈទីពឹងនឹងប៉ុន្តែបើមានតែមេត្តាករុណាមុទិតាប៉ុណ្ណឹងកូននឹងមិនដឹងជាត្រូវរស់ដោយខ្លួនឯងយ៉ាងម៉េចទេអានម៉ែឪទាំងស្រុងអញ្ចឹងដូច្នេះម៉ែឪនឹងត្រូវមានទាំងចំណែកមេត្តាករុណាមុទិតាដើម្បីគ្រប់គ្រងលើកូនប្រុសស្រីឲ្យកូនប្រុសស្រីនឹងបានរស់ឲ្យកូនប្រុសស្រីនឹងកក់ក្ដៅហើយក៏ត្រូវមានឧបេក្ខាដើម្បីគ្រប់គ្រងឲ្យកូននឹងឯងស្វែងរកទីពឹងជួយខ្លួនឯងព្រោះកូននឹងមិនមែនរស់នៅតែជាមួយខ្លួនឯងជាម៉ែឪរហូតទេត្រូវរស់នៅជាមួយនឹងច្បាប់សពគ្រប់ទាំងអស់អញ្ចឹងត្រូវតែប្រព្រឹត្តកិច្ចការងារឲ្យបានត្រឹមត្រូវទៅតាមច្បាប់ហ្នឹងរឿងប្រព្រំហ្នឹងព្រំមុខ4ល្អទាំង4ណាទេមិនមែនល្អតែ3ខូច1នោះទេត្រូវតែល្អទាំង4
ចឹងកូនប្រុសស្រីហ្នឹងគឺត្រូវតែទំនុកម្រងធ្វើសក្ការៈបូជាឲ្យដល់ប្រព្រំគឺមេដាបិតានៅផ្ទះហ្នឹងកូននេះឪពុកជីវិតមនុស្សគ្រប់គ្នាដែលបានកើតមកនៅក្នុងលោកហើយមានប្រកដីនៅដោយសេចក្តីសុខទៅបាននោះគឺមកអំពីស្គាល់និងគោរពនៅតួនាទីរបស់ខ្លួនឯងដើម្បីកូនមានឪពុកស្គាល់តួនាទីស្គាល់នៅសិទ្ធិរបស់ខ្លួនសិទ្ធិរបស់អ្នកដទៃនិងដើម្បីរៀបចំទុកដាក់ឲ្យបានល្អក្នុងការសេពគប់ឬសហគមន៍រួមការងារក្នុងកិច្ចការផ្សេងៗព្រមទាំងដើម្បីឲ្យបានប្រសើរក្នុងការតាក់ទងជាមួយនឹងអ្នកដទៃនៅក្នុងសង្គមកូនត្រូវសិក្សារៀនសូត្រឲ្យមានចំណេះដឹង7មុខគឺ1កូនត្រូវរៀនឲ្យដឹងថាកិច្ចការអ្វីខ្លះដែលជាមុខនាទីរបស់មនុស្ស2កូនត្រូវឲ្យដឹងហេតុនិងផលក្នុងការងារដែលត្រូវធ្វើ3កូនត្រូវរៀនអំពីខ្លួនឯងត្រូវស្គាល់ខ្លួនឯងឲ្យបានប្រាកដ4កូនត្រូវរៀនឲ្យដឹងប្រមាណគឺចេះស្ទង់ស្ទែបក្នុងដំណើរការ5កូនត្រូវរៀនអំពីពេលវេលាត្រូវចេះកំណត់ដឹងកាល6កូនត្រូវរៀនឲ្យដឹងអំពីព្រឹត្តិការណ៍និងអធ្យាស្រ័យនៃបុគ្គល7កូនត្រូវរៀនឲ្យស្គាល់អំពីសង្គមមនុស្សទំនៀមទម្លាប់ប្រពៃណីជាដើមចំណេះដឹងទាំងអស់នេះមិនត្រឹមតែធ្វើឲ្យកូនស្គាល់នៅតួនាទីរបស់ខ្លួនបានច្បាស់លាស់ប៉ុណ្ណឹងនោះទេគឺនៅធ្វើឲ្យកូនបានទៅជាមនុស្សដ៏សំខាន់ក្នុងការជួយខ្លួនឯងនិងជួយដល់អ្នកដទៃទៀតផងប៉ុន្តែឪសូមឲ្យកូនមាននៅស្មារតីប្រយ័ត្នជានិច្ចចំពោះសេចក្តីប្រមាទគឺការធ្វេសប្រហែសព្រោះសេចក្តីប្រមាទនេះឯងវាអាចធ្វើឲ្យអ្នកដែលចេះស្ទាត់នៅក្នុងការងារហើយនោះត្រឡប់ទៅជាទទួលបរាជ័យដូចជាបុគ្គលល្ងង់ខ្លៅឬដូចជារថយន្តដែលក្រឡាប់ទម្លាក់ជ្រោះអញ្ចឹងឯងកូនមានឪពុកតួនាទីរបស់មនុស្សជាកិច្ចការចាំបាច់បំផុតដែលត្រូវសិក្សានិងបប្រតិបត្តិដល់គ្នាទៅវិញទៅមកក្នុងខណៈនេះកូនមានតួនាទីច្រើនយ៉ាងដែលត្រូវធ្វើចំពោះអ្នកដទៃកូនត្រូវបំពេញតួនាទីជាកូនល្អចំពោះមាតាបិតាកាលកូនជាបងគេកូនត្រូវបំពេញតួនាទីជាបងល្អចំពោះប្អូនកាលកូនជាប្អូនគេកូនត្រូវបំពេញតួនាទីជាប្អូនល្អចំពោះបងកាលកូនជាមិត្តរបស់គេកូនត្រូវបំពេញតួនាទីជាមិត្តល្អចំពោះមិត្តសមឡាញ់កាលកូនជាអ្នករៀនសូត្រកូនត្រូវបំពេញតួនាទីជាសិស្សល្អរបស់លោកគ្រូអ្នកគ្រូគ្រប់យ៉ាងត្រូវឲ្យល្អជាទីបំផុតនិងឲ្យអស់សមត្ថភាពការបប្រតិបត្តិនៅតួនាទីជាមនុស្សគឺជាការបប្រតិបត្តិនៅធម៌ដ៏សមគួរតាមធម៌កូនមានឪពុកកូនមានតួនាទីរបស់កូនដែលត្រូវបប្រតិបត្តិចំពោះមាតាបិតាដូចខាងក្រោមនេះ1តាំងចិត្តសិក្សារៀនសូត្រដើម្បីឲ្យបានជាកូនចេះដឹង2ជួយធ្វើកិច្ចការមេដាបិតាឲ្យបានល្អជាទីបំផុត3តម្កល់តម្កើងនៅវង្សត្រកូលឲ្យបានល្អតទៅ4ប្រព្រឹត្តខ្លួនឲ្យល្អឲ្យសមគួរជាអ្នកទទួលនៅមរតក5មេដាបិតាចិញ្ចឹមកូនឲ្យរស់មកកូនត្រូវចិញ្ចឹមមេដាបិតាវិញ6នាំមេដាបិតាទៅវត្តឬកន្លែងផ្សេងតាមសមគួរ7នៅពេលមេដាបិតាមានជំងឺត្រូវនៅថែរក្សាឲ្យបានដិតដល់8ត្រូវរក្សាទឹកចិត្តរបស់មេដាបិតាមិនឲ្យមេដាបិតាមានទុក្ខកង្វល់ឬខូចចិត្តដោយសាររឿងមិនល្អរបស់ខ្លួនជាកូនឡើយត្រូវចាំទុកថាសេចក្តីសុខរបស់មេដាបិតានៅត្រង់កតញ្ញុតាធម៌របស់កូនទាំងឡាយ9ត្រូវថែរក្សានៅទ្រព្យសម្បត្តិផងអវយវៈខ្លួន5ទាំងមូលផងជីវិតផងនិងអវាទដំបូលមានផ្សេងផងដែលមេដាបិតាបានប្រគល់ឲ្យមកកូន10ធ្វើបុណ្យឧទ្ទិសជូនដល់មេដាបិតាកាលដែលគាត់ធ្វើការកិរិយាទៅកម្មបរលោកហើយកូនមេឪពុក
ការកូនជាអ្នករៀនសូត្រគឺជាសិស្សកូនមានតួនាទីតេតងនឹងការសិក្សាដោយខាងក្រោមនេះគឺ1ត្រូវសម្ដែងការគោរពចំពោះលោកគ្រូអ្នកគ្រូដោយកោតក្រែង2បើមានឱកាសត្រូវប្រញាប់ចូលទៅទទួលបម្រើលោកគ្រូអ្នកគ្រូនៅក្នុងកិច្ចការដ៏សមគួរ3ត្រូវស្ដាប់គ្រូនិងបដិបត្តិតាមការណែនាំរបស់លោកគ្រូអ្នកគ្រូ4តាំងចិត្តរៀនគ្រប់ចំណេះវិជ្ជាដែលគ្រូនាំមកបង្រៀន5ត្រូវបដិបត្តិឲ្យមានរបៀបវិន័យតាមបទបញ្ជារបស់សាលា6ត្រូវជួយធ្វើការងាររបស់សាលាតាមការឆ្លាតឆ្លៀសរបស់ខ្លួន7ត្រូវជួយរក្សាទ្រព្យសម្បត្តិរបស់សាលារៀនឲ្យគង់វង្ស8ត្រូវមានសេចក្តីស្រឡាញ់រាប់អានចំពោះសិស្សសាលាផងគ្នា9មានឆន្ទៈពេញចិត្តក្នុងការសិក្សាព្រោះការសិក្សាជាការស្វែងរកចំណេះដឹងមកដាក់ខ្លួនត្រូវព្យាយាមឲ្យបានសម្រេចមិនខ្ជិលមិនគិតតែពីលេងសប្បាយត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការនិងត្រូវចេះពិចារណាក្នុងហេតុផលផ្សេងចេះសាកសួរដើម្បីឲ្យការចេះដឹងបានត្រឹមត្រូវ10ត្រូវចេះប្រយ័ត្នចំពោះចំណង់ដែលចង់ក្នុងផ្លូវខុសផ្សេងត្រូវរៀនឲ្យចេះមានសេចក្តីអត់ធន់ដើម្បីបានជាដៃគូក្នុងការងារសិក្សាកូនត្រូវដឹងថាសេចក្តីអត់ធន់គឺជាវិជ្ជាដ៏សំខាន់និងជាឫសគល់នៃចំណេះដឹងទាំងឡាយនិងត្រូវចាំទុកថាបុគ្គលល្ងងខ្លៅមានខ្លួនឯងជាសត្រូវកូនមាសឪពុកនេតិដែលកូនត្រូវបដិបត្តិចំពោះអ្នកដទៃជាទូទៅដោយការឲ្យនៅទឹកចិត្តល្អស្មោះរបស់កូនគឺ1កូនត្រូវសម្លឹងមើលមនុស្សគ្រប់គ្នាដែលបានជួបដោយក្រសែភ្នែកជាមិត្ត2កូនត្រូវចេះញញឹមមានទឹកមុខស្រស់ស្រាយជាមួយមនុស្សទាំងឡាយ3កូនត្រូវចេះសម្លឹងមើលផ្នែកល្អរបស់មនុស្សកូនត្រូវយល់ថាអ្នកដែលបានកើតមកជាមនុស្សសុទ្ធតែជាអ្នកធ្លាប់បានធ្វើល្អ4កូនត្រូវចេះគួរសមដោយរបៀបគ្រប់យ៉ាងដូចជាញញឹមរកសំពះអោនក្បាលបន្ទន់ខ្លួនជាដើមតាមឋានៈរបស់ខ្លួន5កូនត្រូវចេះស្ដាប់អ្នកដទៃនិយាយកុំនិយាយកាត់ដោយឥតរបៀប6កូនត្រូវចេះប្រើពាក្យជាប្រចាំគឺពាក្យសូមអរគុណនិងពាក្យសូមអត់ទោស7កូនត្រូវនិយាយដោយពាក្យសុភាពពីរោះទាំងចំពោះមុខទាំងកំបាំងមុខ8កូនត្រូវចេះឲ្យកម្លាំងចិត្តដោយពាក្យសរសើរជាដើមដល់មនុស្សល្អ9កូនត្រូវចេះនិយាយសរសើរក្នុងផ្នែកល្អរបស់មនុស្សដែលជាទីស្រឡាញ់របស់អ្នកដែលកូនកំពុងតែនិយាយជាមួយ10កូនត្រូវចេះបដិសេធនៅអ្វីដែលកូនមិនយល់ស្របដោយមិនឲ្យគេខូចចិត្ត11កូនត្រូវរួមសន្ទនាក្នុងអ្វីដែលអ្នកសន្ទនាអាចឲ្យការចេះដឹងមកកូនបាន12កូនត្រូវយករឿងល្អឬរឿងអ្នកដែលបានធ្វើល្អមកនិយាយនៅក្នុងពេលសន្ទនា13កូនត្រូវអាស្រ័យបញ្ញាពិចារណាចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនរបស់កូនដោយកូនមិនត្រូវអាងអំណាចអ្វីមួយហើយចាំតែចាប់កំហុសគេឡើយ14កូនគួរតែរកពេលវាចាកការនិយាយមិនល្អឬវាចាកការខឹងក្រោធយ៉ាងតិចឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ដូចជាថាថ្ងៃច័ន្ទឬក៏ថ្ងៃសុក្រជាដើម15កូនត្រូវសាងឧបនិស្ស័យជួយអ្នកដទៃក្នុងការងារអ្វីដែលកូនអាចធ្វើបានដោយមិនសម្លឹងផលតបស្នងពីគេវិញត្រូវសន្សំសន្តានករណាឲ្យកាន់តែបានមមតំមុននឹងលាចាកលោកនេះទៅទឹកចិត្តល្អបីដូចជាព្រះព្រំដែលស្ថិតនៅក្នុងខ្លួនមនុស្សកូនឪពុកត្រូវរក្សាខ្លួនដោយប្រយ័ត្នប្រយែងជាទីបំផុត
ព្រោះមិនមានអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយមានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯងដែលអាចរក្សាខ្លួនទុកឲ្យប្រពៃបានភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្្លាត់មិនតាន់ធ្លាក់ជ្រៅប្រឹងឡើងណាពៅកុំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសុខសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះក្នុងโลกនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននិងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមកមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើតខន្តីដោយថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកត្រង់ណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណកប់ហោងកូនមេឪពុកមេដាបិតាគឺជាព្រះព្រំប្រចាំផ្ទះរបស់កូនមេដាបិតាគឺជាព្រំដែលមានមុខ4ពិតពិតព្រោះមេដាបិតាមានព្រះមវិហារធម៌4យ៉ាងគឺមេត្តាករុណាមុទិតានិងឧបេក្ខាមេដាបិតាប្រាថ្នាឲ្យកូនមានសេចក្តីសុខទៅហាមកូនមិនឲ្យធ្វើអំពើបាបដែលជាអំពើខុសទាំងច្បាប់ខុសទាំងសីលធម៌ព្រោះថាបើកូនប្រព្រឹត្តធ្វើនៅអំពើបាបអាក្រក់ផ្សេងៗហើយកូនរមែងទៅជាមនុស្សថោកទាបទៅជាអ្នកទោសទៅជាមនុស្សដែលសង្គមស្អប់ខ្ពើមមេដាបិតាមិនប្រាថ្នាឲ្យកូនរបស់ខ្លួនคล้ายទៅជាបែបនឹងឡើយមេដាបិតាខ្លោចផ្សាក្នុងចិត្តណាស់កាលបើកូនរបស់ខ្លួនត្រូវគេចាប់យកទៅធ្វើទរណកម្មព្រោះហេតុដូច្នោះទើបមេតាបិតាខំប្រឹងទូលមានកូនមិនឲ្យកូនធ្វើនៅអំពើអាក្រក់ផ្សេងៗដែលជាអំពើបាបឡើយមេតាបិតាប្រាថ្នាឲ្យកូនមានសេចក្តីសុខទើបដាស់តឿនកូនឲ្យប្រព្រឹត្តធ្វើនៅអំពើល្អកាលណាកូនប្រព្រឹត្តល្អហើយអ្នកផងទាំងពួងក៏ចូលចិត្តស្រឡាញ់រាប់អានពោលសរសើរមេដាបិតាសប្បាយចិត្តណាស់កាលបើមានអ្នកដទៃសរសើរកូនរបស់ខ្លួនយ៉ាងទៀតមេដាបិតារមែងហួងហែងអនាគតរបស់កូនប្រាថ្នាឲ្យកូនបានទៅកាន់សុគតិភពដោយការប្រព្រឹត្តនៅសុចរិតកម្មរបស់កូនខ្លួនឯងផ្ទាល់ប្រហែលដូច្នេះទើបមេដាបិតាខំប្រឹងអប់រំទូលមាននិងដឹកនាំកូនឲ្យធ្វើនៅបុណ្យបំពេញកុសលផ្សេងៗមេដាបិតាប្រាថ្នាឲ្យកូនមាននៅសេចក្តីសុខដោយបានដឹងខ្លួនច្បាស់ថាខ្លួនជាមេដាបិតាមិនអាចនៅគ្រប់គ្រងកូនប្រុសស្រីបានរហូតឡើយព្រោះហេតុដូច្នេះហើយត្រូវឲ្យកូនសិក្សារៀនសូត្រស្វែងរកចំណេះដឹងមកដាក់ខ្លួនឲ្យកូនមានវិជ្ជាក្នុងខ្លួនមានខ្លួនឯងជាទីពឹងតទៅជាធម្មតាមេដាបិតាដែលមានកូនល្ងង់វាលំបាកក្រៃលែងជាងមានរោគក្នុងខ្លួនឯងទៅទៀតដូច្នេះជាចាំបាច់បំផុតមេដាបិតាត្រូវតែឲ្យកូនចូលសាលាបានសិក្សារៀនសូត្រមនុស្សយើងមិនអាចកសាងខ្លួនបានឡើយបើជាមនុស្សល្ងង់មិនមាននៅចំណេះវិជ្ជាទេនោះមនុស្សល្អហើយចេះតែល្អតទៅដោយអាស្រ័យហេតុពីរយ៉ាងគឺ1ស្វែងរកវិជ្ជាមកដាក់ខ្លួនព្រមទាំងបានចេះដឹងអំពីហេតុនៃសេចក្តីវិន័យនិងហេតុនៃសេចក្តីចម្រើនទៀតផង2បដិបត្តិជាប្រចាំពលគឺការប្រព្រឹត្តតាមការដែលខ្លួនបានចេះដឹងនោះដោយសេចក្តីមិនប្រមាទកូនមេឪពុកមិនត្រូវខឹងក្រោធនឹងពាក្យដាស់តឿនក្រើនរំលឹករបស់មេដាបិតាឡើយកូនត្រូវយល់ថាមេដាបិតាមិនអាចចេះតែស្រឡាញ់កូនហើយបណ្ដោយឲ្យកូនដើរក្នុងផ្លូវនៃសេចក្តីវិន័យនោះឡើយសេចក្តីស្រឡាញ់កូនវាអាចជាអាវុធមុខពីរ
បើស្រឡាញ់ដោយខ្វះបញ្ញាពោលគឺខ្វះការគ្រប់គ្រងកូនឲ្យបានដិតដល់និងការដែលចេះតែបណ្ដែតបណ្ដោយទៅតាមចំណង់របស់កូនសេចក្តីស្រឡាញ់បែបនេះវាជាការប្រហារនៅសេចក្តីសុខរបស់កូនផងនៅសេចក្តីសុខរបស់ខ្លួនឯងផងប្រហែលដូច្នេះហើយទើបព្រះមវិហារធម៌របស់មេត្តាបិតាដែលមានទៅលើបុត្រធីតាគឺត្រូវឲ្យគ្រប់4មេត្តាបិតាមិនត្រូវមានត្រឹមតែមេត្តាករុណានិងមុទិតានោះទេត្រូវចេះមានឧបេក្ខាផងឧបេក្ខាដែលមានដោយត្រឹមត្រូវទៅបាននោះលុះត្រាតែមេត្តាបិតាមានបញ្ញាយល់ត្រូវនៅក្នុងច្បាប់របស់ធម្មជាតិជីវិតសត្វលោកទាំងអស់គឺជាធម្មៈបានដល់ធัวដែលប្រព្រឹត្តទៅតាមហេតុដូច្នេះកូនប្រុសស្រីមិនអាចសម្រេចបាននៅអ្វីៗគ្រប់យ៉ាងទៅតាមការប្រាថ្នារបស់ខ្លួនឯងឡើយមេត្តាបិតាក៏មិនអាចឲ្យសម្រេចបានគ្រប់យ៉ាងដែរសរុបសេចក្តីមកគឺថាកូនប្រុសស្រីមិនមែនរស់នៅតែជាមួយមេត្តាបិតានោះទេគឺរស់នៅជាមួយច្បាប់ផងទាំងច្បាប់របស់សង្គមទាំងច្បាប់របស់ធម្មជាតិត្រង់ចំណុចនេះឯងហើយដែលថាមេត្តាបិតាមិនអាចមានតែមេត្តាករុណានិងមុទិតាបាននោះព្រោះកូនប្រុសស្រីមិនមែនរស់នៅតែជាមួយខ្លួនដែលជាមេត្តាបិតាឡើយឧបេក្ខារបស់មេត្តាបិតាដែលជាឧបេក្ខាព្រះមវិហារមិនមែនបានសេចក្តីថាមិនរវល់មិនខ្វល់ធ្វើប្រងើយដោយឥតយកចិត្តទុកដាក់នោះឡើយការប្រងើយរបៀបនេះគឺជាឧបេក្ខាក្នុងសេចក្តីល្ងងទៅវិញទេឧបេក្ខាព្រះមវិហារជាគុណដ៏ក្រៃលែងជាធម្មតាមុខព្រំទាំង4មិនមែនល្អតែ3ឯមុខមួយទៀតអាក្រក់នោះឡើយឧបេក្ខាព្រះមវិហារមិនមែនជាតួឧបេក្ខាវេទនាទេអង្គធัวគឺតត្រមច្ឆតតាចេតសិកជាសោបនៈធัวមួយដែលល្អជានិច្ចមេត្តាបិតាដែលមានឧបេក្ខាព្រះមវិហាររមែងតែងតែសម្លឹងមើលជីវិតរបស់កូនដោយការចេះដឹងក្នុងហេតុផលនៃជីវិតហើយតែងតែអប់រំកូនឲ្យចេះរស់នៅជាមួយនឹងច្បាប់បង្ហាត់បង្រៀនកូនឲ្យចេះមានខ្លួនជាទីពឹងប្រាប់កូនពីហេតុនៃសេចក្តីវិន័យនិងហេតុនៃសេចក្តីចម្រើនព្រះមវិហារធម៌4ត្រូវចែកជា2ចំណែកគឺមេត្តាករុណានិងមុទិតាជាចំណែកមួយឯឧបេក្ខាជាចំណែកមួយទៀតចំណែកមួយខាងដើមគឺបានចិញ្ចឹមកូនឲ្យរស់ឲ្យការកក់ក្ដៅដល់កូនគ្រប់គ្រាគ្រប់ពេលវេលាឯចំណែកមួយទៀតគឺឧបេក្ខាជាការសម្លឹងមើលដំណើរជីវិតរបស់កូនហើយញ៉ាំងឲ្យកូនចេះរស់នៅដោយខ្លួនឯងធัวទាំងពីរចំណែកនេះមិនអាចបែកគ្នាឬថាមានត្រឹមតែមួយចំណែកបានឡើយព្រោះថាបើមានតែឧបេក្ខាព្រះមវិហារកូនរមែងកំសត់រងាតែលតោលប៉ុន្តែបើមានតែមេត្តាករុណានិងមុទិតាកូនប្រកាសជាមិនចេះក្រោកឈរដោយខ្លួនឯងឡើយពោលគឺត្រូវខ្វះសមត្ថភាពដើម្បីជាទីពឹងឲ្យដល់ខ្លួនឯងคล้ายទៅជាមនុស្សពិការទាំងដែលមានអវយវៈគ្រប់គ្រាន់ឬคล้ายទៅជាជនទុច្ចរិតមេត្តាបិតាជាព្រះព្រហ្មរបស់កូនដោយព្រះមវិហារធម៌4យ៉ាងគឺមានទាំងចំណែកស្រឡាញ់ដោយមេត្តាមានទាំងចំណែកទីពឹងឲ្យកូនប្រសិជ្ជៈទុកដោយករុណាមានទាំងចំណែកចិត្តទន់ភ្លន់តូទន់ជាមួយកូនដោយមុទិតានិងមាននៅចំណែកបណ្ដោះបណ្ដាលបង្វឹកបង្ហាត់ឲ្យកូនចេះរស់នៅក្នុងលោកបានដោយខ្លួនឯងគឺឧបេក្ខាព្រះមវិហារជាគម្រប់4ព្រះមវិហារ4យ៉ាងមេត្តាប្រែថាការរាប់អានដូចមិត្តកល្យានបានសង្គ្រោះជួយផ្ដល់ប្រយោជន៍ឲ្យបានរស់សង្គ្រោះឲ្យសុខគ្រប់គ្នាករុណាប្រែថាការអាណិតមានចិត្តចង់ជួយជនកំព្រាឲ្យមានទីពឹងបានសុខជាមនុស្សសត្វគ្រប់គ្នាផុតទុក្ខាមុទិតាប្រែថាការទន់តាមចិត្តឥតដិតដាមដោយអ៊ីសាត្រេកអរទន់ភ្លន់ស្រស់ភក្ត្រាចិន្តាបរិសុទ្ធផុតព្យាបាទឧបេក្ខាប្រែថាការសម្លឹងមិនធូរមិនតឹងប្រឹងសង្វាតឲ្យត្រង់តាមច្បាប់តាមក្បួនខ្នាតចិត្តស្អាតត្រឹមត្រូវតាមហេតុផលមេត្តាបិតាសង្គ្រោះកូនដោយធัว5យ៉ាង
មេត្តាបិតាជាគ្រូដើមជាគ្រូដ៏ឆ្នើមក្នុងលោកាម្យ៉ាងទៀតគឺពិតជាទេវតាព្រះពុទ្ធត្រាស់ថាជាព្រំផងមេត្តាបិតាគឺជាព្រះរស់នៅក្នុងផ្ទះដ៏ច្បាស់ច្បងសង្គ្រោះ5យ៉ាងល្អម៉ត់ម៉ងចម្លងបត់ងារឲ្យដល់ត្រើយសង្គ្រោះទី1ដោយការខាត់មិនឲ្យកូនផ្លត់ធ្វើបាបឡើយឃើញកូនធ្វើខុសអេតកន្តើយហាមហើយហាមទៀតឆ្លៀតតាមខ្លំកំណើតជាមនុស្សថ្លៃពេកពុនកូនត្រូវអត់ធន់ឲ្យបានសមកុំឲ្យចំណងវាបង្ខំចូលច្រំធ្លាក់ជ្រោះរស់អាសោចសង្គ្រោះទី2ដោយការនាំខ្សែផ្សំសន្សំគុណប្រយោជន៍រស់នៅជាមនុស្សកុំជាខ្មោចយ៉ាងហោចត្រូវឲ្យមានសិល5ម៉ែឪបំពាក់អលង្ការគឺធัวទេសនាជាប្រចាំកូនត្រូវស្រឡាញ់កល្យានកម្មគុណកប់ត្រូវចាំកុំបំភ្លេចសង្គ្រោះទី3គឺឲ្យរៀនអុជទានវិជ្ជាភ្លឺរំលេចសម្បត្តិចំណេះថ្លៃជាងពេជ្រដាច់ខាតត្រូវកិច្ចពីគ្រឿងញៀនថ្នាំញៀនបំផ្លាញនៅស្មារតីញៀនលបែងអប្រិយនាំខូចរៀនញៀនស្រាញៀនស្រីរោគបៀតបៀនបើញៀននឹងរៀនសូរិយារះសង្គ្រោះទី4គឺរៀបការក្នុងរឿងប្រាថ្នាគ្រប់គ្រងផ្ទះមិនត្រូវបង្ខំចង់យកឈ្នះមានអ្នកនាំខូចប្រយោជន៍ធំស្នេហាជាភ្នោកប់ប្រលឹងរឿងនឹងត្រូវដឹងឲ្យគ្រប់មុំកុំអាងថានាលធំជាងនំមានរឿងទេវទុំគំរូស្រាប់សង្គ្រោះទី5គឺចែកទ្រព្យតាមកាលគួរកប់ជាប់ជាច្បាប់មរតកជាទ្រព្យនៃអ្នកស្លាប់មិនត្រូវប្រញាប់ឲ្យដាច់ឡើយឲ្យតិចឲ្យច្រើនជាប្រចាំរាល់ថ្ងៃខែឆ្នាំឲ្យណាស់ហើយចំណែកសម្បត្តិនាំដល់ត្រើយដូចបានពោលហើយគឺអវាទសង្គ្រោះ5យ៉ាងគឺជាគុណជាទុនជីវិតតាមក្បួនខ្នាតម៉ែឪជាព្រះអ្នកនាំអាតកូនកុំប្រមាទតទៅហោ